បាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតជាមួយនឹងការនិទានសាច់រឿងប្រយុទ្ធទៅកាន់មេឃាភាគ 208B ដែលជាភាគបន្តហើយដូចគ្នាដែរមុននឹងចូលទៅកាន់សាច់រឿងសូមបងប្អូនកុំភ្លេចជួយចុច like subscribe ក៏ដូចជាចូល comment លេងម្នាក់មួយផងហើយសម្រាប់បងប្អូនដែលមានទឹកចិត្តក៏អាចប៉ាកាហ្វេ admin បានផងដែរបាទហើយដូចគ្នាដែរសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពមាត់ធ្មេញបងប្អូនអាចអញ្ជើញទៅត្រួតពិនិត្យព្យាបាលនៅឯពេទ្យធ្មេញខ្មែរទីបានដែលនៅទីនោះក៏ទទួលព្យាបាលធ្មេញដាក់ធ្មេញពុតធ្មេញដាំបង្គោលធ្មេញហើយនិងសេវាកម្មជាច្រើនផ្សេងទៀតចឹងបើសិនជាបងប្អូនមានបញ្ហាសុខភាពមាត់ធ្មេញសូមកុំភ្លេចពេទ្យធ្មេញខ្មែរធីបានចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងជាបន្តតែម្ដងបានចឹងយើងរំលឹកសាច់រឿងត្រួសបន្តិចទៅកាលពីភាគ A នោះសៀវយានគឺបានធ្វើការស្រូបយកនៅធម្មពលដែលមាននៅខាងក្នុងក្របឱសថពាក់កណ្ដាលសម្រេចរបស់ព្រឹទ្ធាចារ្យសំណងព្រឹទ្ធាចារ្យវ៉ាន់ហួរហើយនិងរបស់ហ៊ុនហ៊ូស៊ឺដើម្បីធ្វើការបំពេញមកឲ្យក្របឱសថរបស់ខ្លួនឯងចឹងណាបាទហើយបន្ទាប់ពីបានធ្វើបែបនឹងរួចហើយនោះក្របឱសថរបស់គេក៏បានឈានទៅដល់ចំណុចកំពូលពេញលេញក្នុងគណៈពេលដែលវាបានបង្កើតទៅជាបាតុភូតចំនួន2ដែលមានដូចជាបាតុភូតរុនទះប៉ោខ្មៅហើយនិងបាតុភូតភ្លៀងឱសថក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្របឱសថរបស់សៀវយាននៅក្នុងភាគ A គឺមិនតាន់បានចេញជារូបរាងនៅឡើយនោះទេដោយវាស្ថិតនៅក្នុងទម្រង់ជាសុទ្ធហើយវាក៏ត្រូវការនៅធម្មពលរបស់រុនទះបីសាយប៉ោខ្មៅដើម្បីធ្វើឲ្យវាវិវត្តកាន់តែមានភាពល្អឥតខ្ចោះជាងមុនហើយនៅក្នុងគណៈពេលនោះផងដែររុនទះប៉ោខ្មៅវាក៏បានបាញ់សម្ដៅមកលើពងនឹងដោយផ្ទាល់តែម្ដងដែលវាបានធ្វើឲ្យមានស្នាមប្រេះធំជាច្រើនគឺចាប់ផ្ដើមកើតមានឡើងជាបន្តហើយបន្ទាប់មកសុទ្ធមួយនឹងវាក៏បានបញ្ចេញនៅសម្លេងក្រែកមុនពេលដែលវាបានផ្ទុះបែកបានចឹងឲ្យមានរំលឹករៀងច្រើនបន្តិចហើយដើម្បីឲ្យបងប្អូនបន្តសាច់រឿងទៅឲ្យឆាប់យល់ជាងមុនបាទហើយឥឡូវហ្នឹងយើងបន្តសាច់រឿងរបស់យើងជាបន្តតែម្ដងទៅមានក្លិនឱសថដ៏ភ្ញាក់ផ្អើលបំផុតមួយបានសាយភាយនៅពេលពេញផ្ទៃមេឃក្នុងគណៈពេលដែលសុទ្ធមួយនោះបានផ្ទុះឡើងហើយក្លិនឱសថទាំងនោះក៏បានបង្រួមគ្នាក្នុងគណៈពេលដែលវាបានបង្កើតទៅជារូបរាងនៃគ្រឿងផ្សំឱសថជាច្រើនមុខដែលបានអណ្ដែតនៅពេលពេញផ្ទៃមេឃមើលទៅរូបភាពមួយនោះវាគឺពិតជាមានភាពមហោស្ចារ្យយ៉ាងខ្លាំងមានរាងកាយពន្លឺមួយគឺកំពុងតែបានបង្ហាញខ្លួនឡើងដោយយឺតក្នុងគណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតែភាំងស្មារតីទៅនឹងរូបភាពដែលកំពុងតែបានកើតមានឡើងនៅខាងលើមេឃហើយភ្លាមនោះដែររាងកាយពន្លឺមួយនោះក៏បានសម្រុកចេញពីជួរភ្នំឱសថមួយនេះនៅក្នុងល្បឿនលឿនដូចជារន្ទះហ៎នោះគឺជាក្របឱសថអាកំបាំងកម្រិតទី9វាគឺមានបំណងចង់រត់គេចហើយទីលានដ៏ធំសម្បើមគឺបានប្រែទៅជាមានភាពរំជើបរំជួលយ៉ាងខ្លាំងក្រោយពេលដែលរាងកាយពន្លឺមួយនោះបានបង្ហាញខ្លួនឡើងមនុស្សដែលមានចំនួនច្រើនរាប់មិនអស់បានក្រោកឈរឡើងកៅភ្នែករបស់ពួកគេគឺពោពេញទៅដោយចំហាយក្តៅក្នុងគណៈពេលដែលពួកគេបានសម្លឹងមើលទៅកាន់រាងកាយពន្លឺដែលបានបង្ហាញខ្លួនឡើងនៅខាងលើមេឃមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងមាននូវភាពលោភលន់ដែលមិនអាចលាក់បាំងបានត្រូវបានបង្ហាញចេញមកពីជម្រៅដ៏ជ្រៅនៃកៅភ្នែករបស់ពួកគេម្នាក់ទៀតផងវាពិតជាពិបាកណាស់សម្រាប់នរណាម្នាក់ដែលអាចធ្វើចិត្តឲ្យស្ងប់បាននៅចំពោះមុខឱសថអាកំបាំងកម្រិតទី9នេះទោះបីជាយ៉ាងណាក៏ដោយសម្លេងក្រហមមួយក៏ត្រូវបានបន្លឺឡើងក្នុងគណៈពេលដែលក្តីលោភលន់មួយនេះបានកើតមានឡើងនៅក្នុងចិត្តរបស់មនុស្សមួយចំនួនសម្លេងក្រហមមួយនោះគឺបានធ្វើឲ្យនៅក្នុងចិត្តរបស់មនុស្សទាំងអស់នោះចាប់ផ្ដើមមានភាពរងាញាក់យ៉ាងខ្លាំងបន្តមកពួកគេក៏ចាប់ផ្ដើមមានស្មារតីត្រឡប់មកដូចដើមឡើងវិញពួកគេបានធ្វើការដកថយទៅខាងក្រោយពេលដែលពួកគេរៀបនឹងបោះជំហានទៅមុខហើយនោះយ៉ាងណាមិញការដែលចង់ដណ្ដើមយកនៅក្របឱសថចេញពីដៃរបស់មនុស្សដែលបានយកឈ្នះទៅលើម្ចាស់សានៃព្រលឹងវាគឺមិនមែនជារឿងងាយស្រួលហើយក៏មិនមែនជាជំរើសដែលឆ្លាតវៃនោះទេក្រោយពេលដែលសៀវយានបានបញ្ឈប់នៅការលោភលន់របស់ពួកមនុស្សទាំងអស់នឹងហើយគេក៏បានបញ្ចេញនៅស្លាបឆ្អឹងពណ៌បៃតងលេខក្រហមរបស់គេមុនពេលដែលគេបានទទះវាចេញទៅហើយក៏បានទៅបង្ហាញខ្លួនឡើងនៅពីខាងមុខរាងកាយពន្លឺដែលកំពុងតែហោះរត់គេចខ្លួនចេញពីជួរភ្នំឱសថមួយនេះបន្ទាប់មកសម្រែកមួយក៏ត្រូវបានមកលើឡើងក្នុងគណៈពេលដែលបាតដៃរបស់គេក៏បានវាចេញទៅបាតដៃនីតិខរដូវពណ៌លឿងមានស្រមោលបាតដៃធម្មពលដ៏ធំសម្បើមមួយគឺកំពុងតែបានធ្លាក់ចុះមកពីលើមេឃក្នុងគណៈពេលដែលវាបាននាំយកមកនៅជាមួយនឹងសម្ពាធដ៏ធំហេមីបន្ទាប់មកវាក៏បានទះទៅលើរាងកាយពន្លឺមួយនោះពេញមួយទំហឹងហើយស្រមោលនៃបាតដៃមួយនោះក៏បានកំទេចនៅពន្លឺរស្មីដែលមាននៅពីលើរាងកាយមួយនោះបន្ទាប់មករាងកាយដែលគ្មានសម្លៀកបំពាក់ហើយកំពុងតែញ័រខ្លួនដូចជាកូនសត្វមួយគឺកំពុងតែបានបង្ហាញខ្លួនឡើងនៅចំពោះមុខក្រសែភ្នែករបស់មនុស្សគ្រប់គ្នាទាំងអស់រាងកាយមួយនោះគឺមានសក់វែងពណ៌ខ្មៅជាមួយនឹងដងខ្លួនដ៏ស្រឡូនកៅភ្នែកធំពណ៌ខ្មៅមួយគូនោះគឺមានបង្កប់ទៅដោយការភ័យខ្លាចក្នុងគណៈពេលដែលពួកវាបានសម្លឹងមើលទៅកាន់សៀវយានហើយរូបភាពដ៏គួរឲ្យអាណិតមួយនោះវាគឺពិតជាបានបង្កឲ្យមានចេតនាក្នុងការដែលចង់ការពារបានកើតមានឡើងនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាទាំងអស់ក្របឱសថមួយគ្រាប់នេះគឺពិតជាមានភាពឆ្លាតវៃខ្លាំងណាស់វាថែមទាំងអាចប្រើនៅវិធីមួយនេះដើម្បីបំផន់ភ្នែកទៅលើអ្នកដទៃដោយវាទើបតែបានចាប់កំណើតឡើងមកម្ល៉េះទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលប្រឈមមុខជាមួយនឹងរូបភាពមួយនេះសៀវយានគ្រាន់តែបានបញ្ចេញសំណើចបន្តិចប៉ុណ្ណោះបន្ទាប់មកគេក៏បាននិយាយឡើងថាក្របឱសថគឺគ្មានភេទនោះទេឯងទើបតែបានប្រើរូបរាងទៅជាបែបនេះនាពេលមុននេះបន្តិចតើមែនទេក្រោយពេលដែលបានស្ដាប់ឮនៅពាក្យសម្ដីបែប
នេះរបស់សៀវយៀនរាងកាយដ៏ស្រស់ស្អាតរបស់នារីម្នាក់នោះក៏បានបង្ហាញចេញនូវភាពតក់ស្លុតយ៉ាងខ្លាំងក្នុងគណៈពេលដែលនាងបានប្រញាប់ធ្វើការបំលាស់ទីដកថយទៅខាងក្រោយយ៉ាងលឿនជាទីបំផុតចំណែកឯសៀវយៀនគេគ្រាន់តែបានបោះជំហានដើរទៅខាងមុខពី3ជំហានប៉ុណ្ណោះក្នុងគណៈពេលដែលគេបានយកម្រាមដៃចង្អុលទៅលើថ្ងាសរបស់ខ្លួនឯងយ៉ាងលឿនបន្ទាប់មកស្នាមផ្ដិតនៃធម្មពលព្រលឹងមួយក៏បានកើតមានឡើងតាមពីក្រោយរូបភាពមួយនោះរាងកាយរបស់នារីដ៏ស្រស់ស្អាតមួយនោះក៏ចាប់ផ្ដើមញ័រមុនពេលដែលនាងបានប្រែក្លាយទៅជារូបភាពស្រមោលហើយនៅទីបំផុតរូបភាពស្រមោលមួយនោះក៏បានប្រែក្លាយទៅជាគ្រាប់ឱសថមូលមួយគ្រាប់ដែលមានទំហំស្មើទៅនឹងកែវភ្នែករបស់នាគក្រីកនៅពេលដែលមានក្លិនឈ្ងុយឱសថជាច្រើនប្រភេទក៏ត្រូវបានបញ្ចេញមកពីគ្រាប់ឱសថមួយគ្រាប់នោះផងដែរបានហើយបន្តមកសៀវយាងក៏បានចាប់យកនៅគ្រាប់ឱសថមួយគ្រាប់នោះមុនពេលដែលគេបានដាក់វាចូលទៅខាងក្នុងដបគុជរបស់គេបន្តមកគេក៏បានដាក់ដបគុជមួយនោះចូលទៅខាងក្នុងចិញ្ចៀនរបស់គេវិញក្រោយពេលដែលបានមើលឃើញសៀវយានបានយកគ្រាប់ឱសថមួយនោះទៅរក្សាទុកនៅខាងក្នុងចិញ្ចៀនរបស់គេហើយនោះពួកមនុស្សដែលនៅខាងក្រោមគឺបានបង្ហាញចេញនៅការអស់សង្ឃឹមខ្លាំងមែនទែនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសៀវយានគឺមិនបានខ្វាយខ្វល់អំពីពួកមនុស្សទាំងអស់នោះទេដោយជំនុំមកវិញគេគឺបានបង្វែរខ្លួនហើយក៏បានសម្លឹងមើលទៅកាន់ហ៊ុនហ៊ូស៊ឺដែលកំពុងតែធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយនឹងអាយ៉ងស្ដេចខាងជើងរបស់គេហើយបន្តមកសៀវយានគេក៏បានបញ្ចេញសំណើចបន្តិចក្នុងគណៈពេលដែលគេបានក្រវាដៃអាវឡើងហើយអាយ៉ងស្ដេចខាងជើងក៏បានត្រឡប់មកវិញមុនពេលដែលវាបានឈរនៅក្បែរសៀវយានជាមួយនឹងផ្ទៃមុខដែលមានភាពរាបស្មើជាទីបំផុតអរគុណនៅកាដូរបស់ពួកលោកហើយសៀវយានបានបញ្ចេញសំណើចក្នុងគណៈពេលដែលគេបានលើកដៃជាការអរគុណទៅកាន់មនុស្សទាំង3នាក់ដែលជាហ៊ុនហ៊ូស៊ឺព្រឹទ្ធាចារ្យសិនណុងក៏ដូចជាព្រឹទ្ធាចារ្យវ៉ាន់ហួរក្រោយពេលដែលបានស្ដាប់ឮនៅពាក្យសម្ដីរបស់សៀវយានហើយនោះព្រឹទ្ធាចារ្យសិនណុងក៏ដូចជាព្រឹទ្ធាចារ្យវ៉ាន់ហួរនឹងក៏បានងក់ក្បាលបន្តិចផងដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទឹកមុខរបស់ហ៊ុនហ៊ូស៊ឺនៅពេលនេះគឺបានប្រែទៅជាខូចទ្រង់ទ្រីបាត់ទៅហើយដោយគេគឺពិតជាមិននឹកស្មានដល់នោះទេថាឱសថពាក់កណ្ដាលសម្រេចរបស់គេដែលគេខំធ្វើការចម្រាញ់អស់រយៈពេលជាច្រើនថ្ងៃមកនេះបែរជាបានคล้ายទៅជាជំនួយសម្រាប់សៀវយានទៅវិញបែបនេះសោះបានអញ្ចឹងបើបងប្អូនបានមើលសាច់រឿងតង់ហួរនៅភាគ207បងប្អូនប្រកាសជាបានឃើញហើយនៅចុងសាច់រឿងហ្នឹងគឺខាងតង់ហួរគេបានធ្វើលើសពី admin បន្តិចទៅហើយដោយសារតែខាងគេធ្វើកាត់អញ្ចឹងណាអត់ដូច admin នោះទេ admin ធ្វើពេញអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយ admin ពិតជាពិបាកខ្លាំងមែនតើដោយសារតែខាងតង់ហួរហ្នឹងម្ដងធ្វើពេញម្ដងធ្វើកាត់អញ្ចឹងហើយ admin មិនដឹងថាគួរបញ្ចប់ត្រង់ណាឬក៏ឲ្យលើសត្រង់ណានោះទេហើយណាមួយ admin និយាយពេញគឺត្រូវចំណាយពេលវេលាយូរខ្លាំងមែនតើអត់ដូចតង់ហួរទេតង់ហួរគេតែ20នាទីអីគេបានសាច់រឿងមកកកោបាត់ហើយដោយសារតែគេធ្វើកាត់អញ្ចឹងណាអញ្ចឹងហើយសម្រាប់ភាគនេះ admin ប្រហែលជាត្រូវធ្វើសង្ខេបឲ្យបានច្រើនបន្តិចហើយដើម្បីឲ្យតាន់សាច់រឿងគេវិញបាទតោះឥឡូវយើងបន្តសាច់រឿងរបស់យើងទៀតមកក្រោយពេលដែលសៀវយានបានស្ដាប់ឮនៅសម្រែករបស់ហ៊ុនហ៊ូស៊ឺហើយនោះគេគឺមិនបានខ្វាយខ្វល់នោះទេដោយជំនុំមកវិញគេគឺបានសម្លឹងមើលទៅកាន់យ៉ាវតាន់មុនពេលដែលគេបាននិយាយឡើងថាលោកម្ចាស់នៃគ្រួសារត្រកូលយ៉ាវក្មេងតូចម្នាក់នេះគឺមានសំណូមពរមួយចំណែកឯយ៉ាវតាន់នៅពេលដែលគាត់បានស្ដាប់ឮនៅពេលសម្ដីរបស់សៀវយានហើយនោះគាត់ក៏បាននិយាយថាមិនចាំបាច់និយាយនោះទេគាត់គឺបានដឹងពីគោលបំណងរបស់សៀវយានទៅហើយថារួចហើយក្រសែភ្នែករបស់គាត់ក៏បានសម្លឹងមើលទៅកាន់យ៉ាវឡាវដែលនៅខាងក្រោមជាមួយនឹងអារម្មណ៍ដ៏ស្មុគស្មាញមុនពេលដែលគាត់បាននិយាយឡើងថាយ៉ាវឈិនឯងចង់សរសេរអ្វីក៏បានដែរនៅខាងលើវាមានបុព្វបុរសនោះក្រោយពេលដែលបានស្ដាប់ឮដូច្នេះហើយកែវភ្នែករបស់យ៉ាវឡាវក៏បានប្រែទៅជាមានសំណើមបន្តិចផងដែរបន្ទាប់មកគេក៏បាននិយាយឡើងថាអរគុណលោកម្ចាស់ហើយបានអញ្ចឹងដោយបងប្អូនដឹងស្រាប់ហើយថាវាគឺជាគោលបំណងដ៏ធំមួយនៅក្នុងជីវិតរបស់យ៉ាវឡាវដើម្បីឆ្លាក់ឈ្មោះឪពុកម្ដាយរបស់គេនៅខាងលើវិមានបុព្វបុរសនៃគ្រួសារត្រកូលយ៉ាវអញ្ចឹងណាហើយនៅទីបំផុតវាគឺបានសម្រេចហើយនៅក្នុងពេលនេះវាហាក់បីដូចជាមាននរណាម្នាក់បានដកចេញនៅបន្លាដ៏មុតស្រួចមួយចេញពីដើមទ្រូងរបស់គេយ៉ាងនោះដែរបានហើយនៅក្នុងគណៈពេលដែលសៀវយានហើយនឹងយ៉ាវឡាវកំពុងតែបានដកដង្ហើមយ៉ាងធូរស្រាលនៅក្នុងចិត្តនោះសំណើចរបស់ហ៊ុនហ៊ូស៊ឺក៏ត្រូវបានមកលើឡើងចេញពីជ្រុងម្ខាងនៃទីលានដ៏ធំសម្បើមមួយនេះក្នុងគណៈពេលដែលសំណើចមួយនោះបានមកលើឡើងថាលោកម្ចាស់គ្រួសារត្រកូលយ៉ាវថ្ងៃនេះខ្ញុំក៏មានសំណូមពរមួយផងដែរបានហើយបន្ទាប់ពីយ៉ាវតាន់បានស្ដាប់ឮនៅពាក្យសម្ដីរបស់ហ៊ុនហ៊ូស៊ឺហើយនោះកៅភ្នែករបស់គេក៏បានប្រែទៅជាមានការប្រុងប្រយ័ត្នជាងមុនពេលដែលគេបាននិយាយឡើងថាអូសូមនិយាយមកចុះក្រោយពេលដែលបានស្ដាប់ឮនៅពាក្យសម្ដីរបស់យ៉ាវតាន់ហើយនោះស្នាមញញឹមដែលមាននៅលើផ្ទៃមុខរបស់ហ៊ុនហ៊ូស៊ឺគឺកាន់តែរីកធំជាងមុនទៅទៀតបន្ទាប់មកពាក្យសម្ដីបន្ទាប់របស់គេគឺបានធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាស្រឡាំងកាំងយ៉ាងខ្លាំងខ្ញុំគឺមានបំណងចង់ខ្ចីគុជព្រះបុរាណហ៊ូស៊ឺចេញពីដៃរបស់គ្រួសារត្រកូលយ៉ាវជាបណ្ដោះអាសន្នសិនក្រោយពេលដែលពាក្យសម្ដីរបស់ហ៊ុនហ៊ូស៊ឺបានមកលើឡើងទីលានដ៏ធំសម្បើមដែលមានភាពរំជើបរំជួលដោយសារតែការចាប់កំណើតឡើងនៅក្របឱសថអាថ៌កំបាំងកម្រិតទី9របស់សៀវយាននៅពេលមុននេះក៏បានប្រែទៅជាមានភាពស្ងប់
ស្ងាត់ត្រឡប់មកវិញចំណែកឯទឹកមុខរបស់សមាជិកនៃគ្រួសារត្រកូលយ៉ាវទាំងអស់ក៏បានប្រែទៅជាស្រអាប់ក្នុងគណៈពេលដែលមានភាពត្រជាក់ត្រូវបានបង្ហាញចេញតាមរយៈកែវភ្នែករបស់ពួកគេទៀតផងយ៉ាងណាមិញនៅក្នុងចំណោមត្រកូលបុរាណទាំង8ពួកគេគឺសុទ្ធតែមានបំណែកគុជប្រាបុរាណធូស៊ឺម្នាក់មួយបំណែកទាំងអស់ហើយដូច្នេះហើយទៅបានជាពួកគេបានចាត់ទុកវាថាជារបស់ដ៏មានតម្លៃហើយនឹងបានរក្សាពួកវាទុកនៅទីកន្លែងដែលមានសុវត្ថិភាពបំផុតសូម្បីតែពួកព្រឹទ្ធាចារ្យធម្មតាក៏មិនធ្លាប់បានឃើញនៅរូបរាងនៃបំណែកគុជប្រាបុរាណធូស៊ឺនោះផងដែរទោះបីជាយ៉ាងណាក៏ដោយមនុស្សធម្មតាម្នាក់ប្រហែលជាមិនបានយល់អំពីអត្ថន័យដែលមានបង្កប់នៅខាងក្នុងពាក្យសម្ដីរបស់ហ៊ុនហ៊ូស៊ឺនោះទេគឺមានតែពួកមនុស្សដែលបានសម្លឹងមើលទៅកាន់ផ្ទៃមុខរបស់គេប៉ុណ្ណោះទើបបានយល់អំពីអត្ថន័យទាំងអស់នោះបានយ៉ាងច្បាស់ហើយក្រសែភ្នែករបស់ពួកគេដែលបានសម្លឹងមើលទៅកាន់ហ៊ុនហ៊ូស៊ឺនោះគឺហាក់បីដូចជាពួកគេកំពុងតែសម្លឹងមើលទៅកាន់មនុស្សរោគចិត្តម្នាក់យ៉ាងនោះដែរហើយនោះក៏ព្រោះតែតើវាអាចទៅរួចបានដោយរបៀបណាទៅដែលគ្រួសារត្រកូលយ៉ាវនឹងព្រមឲ្យគេខ្ចីគុជព្រះបុរាណធូស៊ឺដែលត្រូវបានចាត់ទុកថាជារបស់ដ៏មានតម្លៃបំផុតនៅក្នុងគ្រួសារត្រកូលយ៉ាវរបស់ពួកគេនោះអាតាកញ្ចាស់ម្នាក់នេះគឺពិតជាមុខក្រាស់មែនស៊ីវយិនបានជ្រួញចិញ្ចើមក្នុងគណៈពេលដែលគេបានសម្លឹងមើលទៅកាន់ហ៊ុនហ៊ូស៊ឺស្នាមញញឹមដែលមាននៅលើផ្ទៃមុខរបស់ភាគីម្ខាងទៀតគឺពិតជាបានធ្វើឲ្យគេមានអារម្មណ៍ថាមានអ្វីមួយយ៉ាងដែលខុសប្រក្រតីយ៉ាងណាមិញការដែលគេនិយាយចេញនៅពាក្យសម្ដីទាំងអស់នោះវាហាក់បីដូចជាគេចង់ធ្វើការផ្ចាញ់ផ្ចាលទៅនឹងអំណាចរបស់គ្រួសារត្រកូលយ៉ាវយ៉ាងនោះដែរបើមើលទៅតាមធម៌ពលកម្រិតបរិសុទ្ធប្រយុទ្ធផ្កាយ6របស់គេមើលទៅគេប្រកាសជាមិនអាចគេចផុតពីក្រញាំដៃរបស់យ៉ាវតាន់បាននោះឡើយមើលទៅប្រហែលជាមានរឿងមិនស្រួលបានកើតឡើងហើយស៊ីវយិនដែលធ្លាប់មានបទពិសោធន៍នៅក្នុងការប្រយុទ្ធជាមួយនឹងពួកសារនៃប្រលឹងអរិយៈពេលជាច្រើនឆ្នាំនោះគឺអាចយល់អំពីស្ថានភាពមួយនេះបានយ៉ាងច្បាស់យ៉ាងណាមិញហ៊ុនហ៊ូស៊ឺម្នាក់នោះគឺមិនមែនជាមនុស្សដែលល្ងងនោះទេហើយដូច្នេះហើយគេប្រកាសជាអាចយល់បានយ៉ាងច្បាស់នៅលទ្ធផលចុងក្រោយដែលគេបាននិយាយចេញនៅពាក្យសម្ដីទាំងអស់នោះទៅកាន់មេគ្រួសារត្រកូលយ៉ាវក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេហាក់បីដូចជាមិនមានអារម្មណ៍ថាភ័យខ្លាចសូម្បីតែបន្តិចណាឡើយក្រោយពេលដែលគេបាននិយាយចេញនៅពាក្យសម្ដីទាំងអស់នេះដោយវាហាក់បីដូចជាគេនៅក្នុងចិត្តរបស់ស៊ីវយិនគឺបានធ្លាក់ចុះក្រោយពេលដែលគេបានគិតមកដល់ចំណុចមួយនេះបន្ទាប់មករាងកាយរបស់គេក៏បានកម្រើកមុនពេលដែលគេបានទៅបង្ហាញខ្លួនឡើងនៅក្បែរយ៉ាវឡាវក្នុងគណៈពេលដែលគេបាននិយាយចេញនៅពាក្យសម្ដីគ្រូគ្រាថាលោកគ្រូសូមប្រយ័ត្នខ្លួនផងយ៉ាវឡាវបានងក់ក្បាលយ៉ាងណាមិញគេក៏អាចមានអារម្មណ៍ទទួលដឹងពីភាពចម្លែកដែលបានបញ្ចេញមកពីពាក្យសម្ដីរបស់ហ៊ុនហ៊ូស៊ឺផងដែរទឹកមុខរបស់ព្រឹទ្ធាចារ្យវ៉ាន់ហួរគឺបានប្រែទៅជាស្រអាប់ហើយនឹងខ្មៅងងឹតកៅភ្នែករបស់គេដែលបានសម្លឹងមើលទៅកាន់ហ៊ុនហ៊ូស៊ឺនោះគឺវាមានបង្កប់ទៅដោយចេតនានៃការពិឃាតយ៉ាងខ្លាំងហើយនោះគឺដោយសារតែមនុស្សម្នាក់នេះគឺពិតជាហ៊ានពោលនៅពាក្យសម្ដីដែលផ្កើនទៅនឹងអំណាចនៃគ្រួសារត្រកូលយ៉ាវនៅចំពោះមុខមនុស្សដែលមានចំនួនច្រើនរាប់មិនអស់បែបនេះហើយប្រសិនបើយ៉ាវតាន់បានចេញបញ្ជានោះគេប្រកាសជាប្រើធម្មពលឲ្យអស់ពីខ្លួនដើម្បីធ្វើការសម្លាប់មនុស្សម្នាក់នេះឲ្យតតែបានហ៊ុនហ៊ូស៊ឺតើឯងដឹងថាឯងកំពុងតែនិយាយអំពីអ្វីដែរទេយ៉ាវតាន់ដែលកំពុងតែអង្គុយនៅលើកៅអីមេដឹកនាំនោះបានប្រើក្រសែភ្នែកដែលពោពេញទៅដោយភាពរងាញាក់ក្នុងគណៈពេលដែលគេបាននិយាយទៅកាន់ហ៊ុនហ៊ូស៊ឺដែលនៅលើផ្ទៃមេឃម្ចាស់គ្រួសារយ៉ាវតាន់គុជព្រះបុរាណធូស៊ឺនេះគឺជារបស់ដែលនាំមកនៅតែគ្រោះថ្នាក់តែប៉ុណ្ណោះហើយដូច្នេះហើយប្រសិនបើវាត្រូវបានរក្សាទុកនៅក្នុងគ្រួសារត្រកូលយ៉ាវរបស់លោកវាប្រកាសជាបង្កទៅជាគ្រោះមហន្តរាយមកលើគ្រួសារត្រកូលយ៉ាវរបស់លោកជាមិនខានហើយដូច្នេះហើយការដែលលោកបានប្រគល់វាមកឲ្យខ្ញុំដើម្បីដោះដូរនៅសុវត្ថិភាពនៃគ្រួសារត្រកូលយ៉ាវរបស់លោកវាគឺមិនមែនជារឿងដែលអាក្រក់ពេកនោះឡើយហ៊ុនហ៊ូស៊ឺបានបញ្ចេញសំណើចមើលទៅគេហាក់បីដូចជាមិនបានខ្វាយខ្វល់ទៅនឹងចេតនាសម្លាប់ដែលបានបញ្ចេញមកពីក្រសែភ្នែករបស់យ៉ាវតាន់នោះឡើយហ៊ុនហ៊ូស៊ឺទង្វើរបស់ឯងគឺពិតជាគ្មានការខ្លាចរអាចំពោះគ្រួសារត្រកូលយ៉ាវសូម្បីតែបន្តិចណាឡើយថ្ងៃនេះយើងនឹងចាប់ខ្លួនរបស់ឯងជាមុនសិនបន្តមកនឹងឲ្យម្ចាស់គ្រួសាររបស់ឯងមកយកឯងត្រឡប់ទៅវិញទឹកមុខរបស់ព្រឹទ្ធាចារ្យវ៉ាន់ហួរគឺបានប្រែទៅជាស្រអាប់ទាំងស្រុងក្នុងគណៈពេលដែលពាក្យសម្ដីលាយជាមួយនឹងសំណើចរបស់ហ៊ុនហ៊ូស៊ឺបានមកលើឡើងមានសម្រែកដែលពោពេញទៅដោយកំហឹងក៏ត្រូវបានមកលើឡើងចេញមកពីមាត់របស់ព្រឹទ្ធាចារ្យវ៉ាន់ហួរកម្លាំងធាតុរបស់គាត់ក៏បានសាយភេទទៅកាន់គ្រប់ទិសដៅក្នុងគណៈពេលដែលរាងកាយរបស់គាត់បានបំលាស់ទីហើយក៏បានទៅបង្ហាញខ្លួនឡើងនៅពីលើក្បាលរបស់ហ៊ុនហ៊ូស៊ឺនៅក្នុងរូបភាពដូចជាព្រលឹងខ្មោចមានអណ្ដាតភ្លើងខ្យល់កំណាចដ៏ធំសម្បើមមួយបានប្រមូលព្រមគ្នាមុនពេលដែលវាបានបង្កើតទៅជាបាតដៃខ្យល់ដ៏កាចសាហាវមួយហើយក៏បានទះមួយទំហឹងទៅកាន់ភាគីម្ខាងទៀតដោយគ្មានត្រាប្រណីសូម្បីតែបន្តិចណាឡើយវាគឺដល់ពេលហើយហ៊ុនហ៊ូស៊ឺគ្រាន់តែបានបញ្ចេញសំណើចបន្តិចប៉ុណ្ណោះនៅចំពោះមុខការវាយប្រហារដ៏កាយសាហាវរបស់ព្រឹទ្ធាចារ្យវ៉ាន់ហួរគេបានងើបមុខឡើងហើយក៏បានសម្លឹងមើលទៅកាន់ផ្ទៃមេឃពីចម្ងាយនៅពេលដែលពាក្យសម្ដីតិចៗរបស់គេត្រូវបានមកលើចេញទៅភ្លាមនោះដែរស្រាប់តែមានស្នាមញញឹមដ៏ចម្លែកមួយក៏បានបង្ហាញចេញតាមរយៈជ្រុងម្ខាងនៃមាត់របស់ហ៊ុនហ៊ូស៊ឺក្នុងគណៈពេលដែលអណ្ដាតភ្លើងពណ៌ខ្មៅដែលស្ថិតនៅជម្រៅដ៏ជ្រៅបំផុតនៃកែវភ្នែករបស់គេនោះក៏បានផ្ទុះឡើងភ្លាមតែម្ដងមើលទៅចំហាយនៃធម្មពលមួយនោះគឺវាប្រៀបបានទៅនឹងសត្វនាគក្រីកដ៏កាចសាហាវមួយក្បាលដែលត្រូវបានគេបង្ខាំងទុកអស់រយៈពេលរាប់រយឆ្នាំយ៉ាងនោះដែរក្រោយពេលដែលអណ្ដាតភ្លើងពណ៌ខ្មៅមួយនោះបានផ្ទុះចេញមកពីកែវភ្នែករបស់គេហើយនោះចំហាយនៃធម្មពលរបស់ហ៊ុនហ៊ូស៊ឺក៏បានកើនឡើងភ្លាមតែម្ដង
ប៉ាំងហ៊ុនហ៊ូស៊ឺបានវាយមួយបាតដៃចេញទៅក្នុងគណៈពេលដែលគេកំពុងតែឈរនៅលើមេឃបាតដៃធម្មតារបស់គេក៏បានចូលទៅបំបុកជាមួយនឹងបាតដៃខ្យល់របស់ព្រឹទ្ធាចារ្យវ៉ាន់ហួរបន្តមកមនុស្សគ្រប់គ្នាក៏បានប្រែទៅជាតក់ស្លុតយ៉ាងខ្លាំងព្រោះតែពួកគេបានមើលឃើញថាបាតដៃខ្យល់របស់ព្រឹទ្ធាចារ្យវ៉ាន់ហួរគឺត្រូវបានលេបត្របាក់ទាំងស្រុងមុនពេលដែលវាត្រូវបានលេបយកចូលទៅខាងក្នុងរាងកាយរបស់ហ៊ុនហ៊ូស៊ឺអស់ទៅបើយើងក៏រលេចមកមើលភាគីម្ខាងទៀតដែលជាលោកព្រឹទ្ធាចារ្យវ៉ាន់ហួរវិញនោះដែលកំពុងតែមានការភ្ញាក់ផ្អើលទៅនឹងការកើនឡើងនៃធម្មពលរបស់ហ៊ុនហ៊ូស៊ឺនៅពេលមុននេះមើលទៅគាត់គឺទទួលរងនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបាត់ទៅហើយក្នុងគណៈពេលដែលមានឈាមស្រស់មួយម៉ាត់ពេញត្រូវបានខ្ចាក់ចេញមកហើយរាងកាយរបស់គាត់ក៏ត្រូវបានបង្ខំឲ្យខ្ទាតថយទៅខាងក្រោយមុនពេលដែលបានធ្លាក់ចូលទៅបុកជាមួយនឹងទីលានដែលនៅខាងក្រោមក្នុងរូបភាពយ៉ាងវេទនាជាទីបំផុតដែលបានបង្កើតទៅជារណ្ដៅរាប់ពាន់ហ្វូតយើងគឺបានកំដរពួកឯងលេងអស់រយៈពេលជាយូរណាស់មកហើយចាត់ទុកថាមួយដៃនេះគឺជាការប៉ះប៉ូវមកលើចិត្តគំនិតរបស់យើងដែលមានទៅលើពួកឯងទៅចុះសក់ពណ៌សដ៏វែងរបស់ហ៊ុនហ៊ូស៊ឺគឺបានរសាត់ឡើងទៅខាងលើបើទោះបីជាគ្មានខ្យល់ក៏ដោយក្នុងគណៈពេលដែលគេកំពុងតែឈរនៅលើមេឃកៅភ្នែកទាំងគូរបស់គេគឺត្រូវបានគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងពណ៌ខ្មៅដែលបានធ្វើឲ្យរូបរាងរបស់គេមើលទៅគឺពិតជាមានភាពចម្លែកយ៉ាងខ្លាំងសំឡេងរបស់គេត្រូវបានបន្លឺឡើងនៅពេលពេញទីលានដ៏ធំសម្បើមមួយនេះទាំងមូលក្រោយពេលដែលរឿងមួយនោះបានកើតមានឡើងស្អីគេគឺជាបរិសុទ្ធប្រយុទ្ធផ្កាយ7អញ្ចឹងឬសំឡេងដែលពោពេញទៅដោយការភ្ញាក់ផ្អើលរបស់មនុស្សដែលមានចំនួនច្រើនរាប់មិនអស់គឺត្រូវបានបន្លឺឡើងនៅពេលពេញទីលានដ៏ធំសម្បើមមួយនេះទាំងមូលទឹកមុខរបស់ពួកគេគឺពោពេញទៅដោយការភ្ញាក់ផ្អើលក្នុងគណៈពេលដែលពួកគេបានសម្លឹងមើលទៅកាន់ហ៊ុនហ៊ូស៊ឺដែលកំពុងតែឈរនៅលើអាកាសព្រោះថាចំហាយនៃធម្មពលដែលភាគីម្ខាងទៀតបានបញ្ចេញមកនោះគឺវាពិតជាខ្លាំងជាងព្រឹទ្ធាចារ្យយ៉ាវ៉ាន់ហួរឆ្ងាយខ្លាំងណាស់អាតាកញ្ចាស់ម្នាក់នេះគឺពិតជាបានលាក់នៅកម្រិតធម្មពលរបស់ខ្លួនឯងមែនគុំប្រាប់ឲ្យសោះថាគេគឺពិតជាមានបំណងចង់ដណ្ដើមយកគុជព្រះបុរាណធូស៊ឺរបស់គ្រួសារត្រកូលយ៉ៅម៉ែនឲ្យសោះយ៉ាឡៅបាននិយាយឡើងទឹកមុខរបស់គេគឺមានការប្រែប្រួលក្នុងគណៈពេលដែលគេបានសម្លឹងមើលទៅកាន់រូបភាពមួយនោះចំណែកឯទឹកមុខរបស់សៀវយៀនក៏បានប្រែទៅជាមានសភាពគ្រោះគ្រាតផងដែរនៅក្នុងគណៈពេលនេះកៅភ្នែករបស់គេគឺបានសម្លឹងមើលទៅកាន់រាងកាយរបស់ហ៊ុនហ៊ូស៊ឺយ៉ាងយកចិត្តទុកដាក់យ៉ាងណាមិញចាប់តាំងពីដំបូងមកម្លេះសៀវយៀនគឺពិតជាមិនបានដឹងឡើយថាមនុស្សម្នាក់នេះគឺពិតជាបានលាក់នៅកម្រិតធម្មពលរបស់ខ្លួនឯងបែបនេះសោះពិតជាមិននឹកស្មានដល់ឡើយថាគេគឺពិតជាអាចដាក់សម្ពាធទៅលើខ្លួនឯងបានបើទោះបីជាគេត្រូវបានសៀវយៀនដណ្ដើមយកនៅក្របឱសថពាក់កណ្ដាលសម្រេចដែលគេខំចម្រាញ់អស់រយៈពេលជាច្រើនថ្ងៃនោះក៏ដោយមនុស្សម្នាក់នេះគឺពិតជាមានល្បិចច្រើនពិតមែនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតើមនុស្សម្នាក់នោះគឺពិតជាមានបំណងចង់ដណ្ដើមយកនៅគុជព្រះបុរាណធូស៊ឺចេញពីដៃរបស់គ្រួសារត្រកូលយ៉ៅជាមួយនឹងធម្មពលរបស់គេនៅកម្រិតនេះមែនឬទឹកមុខរបស់យ៉ាវតាន់គឺបានប្រែទៅជាត្រជាក់ហើយនឹងខ្មៅងងឹតទាំងស្រុងក្នុងគណៈពេលដែលគេបានក្រោកឈរឡើងពីកៅអីមេដឹកនាំរបស់គេកៅភ្នែករបស់គេគឺបានសម្លឹងមើលទៅកាន់ហ៊ុនហ៊ូស៊ឺដែលនៅខាងលើមេឃដោយមិនដាក់ភ្នែកដល់ឡើយសំឡេងរបស់គេគឺធ្ងន់ក្នុងគណៈពេលដែលបានបន្លឺឡើងថាឆាប់ប្រើសញ្ញាដើម្បីផ្ដោតដំណឹងទៅកាន់គ្រួសារត្រកូលយៀនហើយនិងគ្រួសារត្រកូលលីទៅពួកគេគឺត្រូវតែដឹងអំពីរឿងមួយនេះប្រាប់ពួកគេថាពួកយើងគឺបានរកឃើញមនុស្សដែលនៅពីខាងក្រៅខ្នងនៃការបាត់ខ្លួនរបស់គ្រួសារត្រកូលលីងហើយនិងគ្រួសារត្រកូលស៊ឺហើយទឹកមុខរបស់មនុស្សគ្រប់គ្នាគឺមានការផ្លាស់ប្ដូរក្រោយពេលដែលបានស្ដាប់ឮនៅពាក្យសម្ដីរបស់យ៉ាវតាន់ដែលបានបន្លឺឡើងសូម្បីតែរាងកាយរបស់សៀវយៀនក៏បានប្រែទៅជាញ័របន្តិចផងដែរបន្តមកពួកគេក៏បានងើបមុខឡើងហើយក៏បានសម្លឹងមើលទៅកាន់ហ៊ុនហ៊ូស៊ឺនៅក្នុងរូបភាពយ៉ាងតក់ស្លុតជាទីបំផុតតើអ្វីទាំងអស់នោះគឺពិតជាត្រូវបានធ្វើឡើងដោយគ្រួសារត្រកូលហ៊ុនមែនទេទទួលបញ្ជាបាទទោះបីជាពួកព្រឹទ្ធាចារ្យទាំងអស់នោះកំពុងតែញ័រខ្លួនក្រោយពេលដែលបានស្ដាប់ឮនៅពាក្យសម្ដីរបស់យ៉ាវតាន់ក៏ដោយក៏ពួកគេទាំងអស់គ្នានៅតែបានធ្វើការស្វែងរកនៅរមូលមួយមុនពេលដែលពួកគេបានបើកវាឡើងមានធម្មពលអវកាសដ៏ខ្លាំងក្លាមួយបានសាយភាយចេញមកពីរមូលមួយនោះមុនពេលដែលវាបានប្រែក្លាយទៅជាច្រកទ្វារអវកាសមួយក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រោយពេលដែលច្រកទ្វារមួយនោះបានបង្កើតឡើងវាហាក់បីដូចជាត្រូវបានរំខានដោយអ្វីមួយយ៉ាងមុនពេលដែលច្រកទ្វារអវកាសមួយនោះក៏ត្រូវបានរលាយបាត់ទៅវិញភ្លាមៗតែម្ដងមនុស្សរបស់គ្រួសារត្រកូលយ៉ៅទាំងអស់គឺមានអារម្មណ៍ថានៅក្នុងចិត្តរបស់ពួកគេគឺបានប្រែទៅជារងាញាក់យ៉ាងខ្លាំងក្រោយពេលដែលពួកគេបានមើលឃើញនៅរូបភាពមួយនោះបន្ទាប់មកពួកព្រឹទ្ធាចារ្យមួយចំនួនក៏បានប្រញាប់ធ្វើសកម្មភាពដើម្បីបញ្ចេញនៅសម្លេងប្រាប់ពីគ្រោះអាសន្នទៅកាន់គ្រួសាររបស់ពួកគេហើយត្រឹមតែមួយប្រព្រឹត្តប្រែប៉ុណ្ណោះជួរភ្នំមួយនេះទាំងមូលក៏បានប្រែទៅជាមានភាពវឹកវរយ៉ាងខ្លាំងបានចឹងកន្លែងហ្នឹងពួកព្រឹទ្ធាចារ្យទាំងអស់ហ្នឹងគឺបានទៅវាយជួងវាយអីចឹងណាដើម្បីប្រកាសពីគ្រោះអាសន្នដែលនឹងកើតមានឡើងនៅក្នុងគ្រួសាររបស់ពួកគេអីចឹងទៅហើយអ្នកខ្លះហ្នឹងគឺកំពុងតែមុជទឹកមុជអីចឹងទៅក៏ត្រូវតែបាទប្រញាប់មុជទឹកឲ្យលឿនៗបាទហើយអ្នកខ្លះកំពុងដេកអីចឹងទៅបាទងើបឡើងមកភ្លាមតែម្ដងបាទតើឥឡូវយើងបន្តសាច់រឿងរបស់យើងទៀតមកត្រឹមតែមួយប្រព្រឹត្តផ្នែកប៉ុណ្ណោះពួកអ្នកតស៊ូរបស់គ្រួសារត្រកូលយ៉ៅដែលជាកងទ័ពនៃគ្រួសារត្រកូលយ៉ៅទាំងអស់ក៏បានប្រញាប់ប្រញាល់ធ្វើដំណើរមកកាន់ទីកន្លែងនេះដោយមើលទៅពួកគេគឺប្រៀបដូចជាវងសត្វកណ្ដូបដែលបានហោះកាត់ផ្ទៃមេឃយ៉ាងនោះដែរហ៊ុនហ៊ូស៊ឺតើឯងបានធ្វើអ្វី
ព្រឹត្តិការណ៍ម្នាក់របស់គ្រួសារត្រកូលយ៉ៅបានបញ្ចេញសម្រេចឡើងវាប្រហែលជាបានសម្រេចហើយទៅតើហ៊ុនហ៊ូស៊ឺបានបញ្ចេញសំណោចក្នុងគណៈពេលដែលគេកំពុងតែឈរនៅលើផ្ទៃមេឃគេមិនបានក្រឡេកមើលទៅកាន់ពួកមនុស្សដែលកំពុងតែសម្រុកចូលមកប្រៀបដូចជាទឹកជំនន់នោះឡើយក្នុងគណៈពេលដែលគេបាននិយាយបន្តទៀតថាណែ យើងមិនបានធ្វើអ្វីច្រើននោះទេយើងគ្រាន់តែបានបិទនៅពិភពគ្រួសារត្រកូលយ៉ៅរបស់ពួកឯងឲ្យចិត្តតែប៉ុណ្ណោះភាពចលាចលដែលនៅខាងក្រោមគឺកាន់តែបានផ្ទុះឡើងយ៉ាងខ្លាំងជាងមុនទៅទៀតក្រោយពេលដែលពាក្យសម្ដីប្រមាណម៉ាត់នេះរបស់ហ៊ុនហ៊ូស៊ឺត្រូវបានបន្លឺឡើងពួកមនុស្សដែលមានធម៌ពលខ្លាំងទាំងអស់ដែលបានមកចូលរួមនៅក្នុងកម្មវិធីបន់អសតមួយនេះគឺសិតតែមានទឹកមុខប្រែប្រួលយ៉ាងខ្លាំងពួកគេបានប្រញាប់ដកចេញនៅគម្ពីរអវកាសរបស់ពួកគេមុនពេលដែលពួកគេបានចាប់ផ្ដើមធ្វើការហែកពួកវាយ៉ាងលឿនជាទីបំផុតក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលទ្ធផលចុងក្រោយដែលពួកគេអាចទទួលបាននោះគឺវាមិនខុសអីទៅនឹងពេលមុននេះនោះឡើយមានបញ្ហាដ៏ធំគឺបំរុងនឹងកើតឡើងហើយទឹកមុខរបស់សៀវយៀនគឺបានប្រែទៅជាអាក្រក់មើលយ៉ាងខ្លាំងគេបានដកដង្ហើមយ៉ាងវែងដើម្បីស្រូបយកខ្យល់ត្រជាក់គេពិតជាមិនធ្លាប់រំពឹងទុកឡើយថាគោលដៅពិតប្រាកដរបស់គ្រួសារត្រកូលហ៊ុនតាមពិតទៅគឺជាគ្រួសារត្រកូលយ៉ៅបែបនេះសោះលើសពីនេះទៅទៀតគ្មាននរណាម្នាក់ធ្លាប់រំពឹងទុកឡើយថាពួកគេបែរជាបានមកទីកន្លែងនេះនៅក្នុងកំឡុងពេលដែលគ្រួសារត្រកូលយ៉ៅបានប្រារព្ធពិធីបុណ្យឱសថដ៏ធំរបស់ពួកគេនោះទេទឹកមុខរបស់យ៉ាវតាន់គឺមានសភាពស្រអាប់យ៉ាងខ្លាំងម្រាមដៃរបស់គេបានសង្កត់ទៅលើចិញ្ចៀនមុនពេលដែលគេបានបំបែកវាឲ្យคล้ายទៅជាធូលីដីចិញ្ចៀនមួយនេះគឺមានសមត្ថភាពយ៉ាងពិសេសក្នុងការដែលអាចបញ្ជូននូវព័ត៌មានទៅដល់មេដឹកនាំនៃគ្រួសារត្រកូលយៀនហើយនិងមេដឹកនាំនៃគ្រួសារត្រកូលលីហើយចិញ្ចៀនបែបនេះគឺមានតែមេដឹកនាំនៃគ្រួសារទាំង3នោះទេដែលអាចមានវាបាន ម្ចាស់គ្រួសារយ៉ាវតាន់លោកមិនចាំបាច់ចំណាយកម្លាំងដោយឥតប្រយោជន៍នោះទេហ៊ុនហ៊ូស៊ឺបាននិយាយឡើងទាំងមានសំណោចចំណែកឯយ៉ាវតាន់គឺមិនបានខ្វាយខ្វល់ទៅនឹងពាក្យសម្ដីរបស់ភាគីម្ខាងទៀតឡើយកៅភ្នែករបស់គេបានសម្លឹងមើលទៅកាន់ម្រាមដៃរបស់ខ្លួនឯងហើយពិតជាបានមើលឃើញនូវការប្រែប្រួលមួយដែលកំពុងតែបានកើតមានឡើងនៅត្រង់ចំណុចនោះដែលវាកំពុងតែធ្វើការបំលាស់ទីចុះឡើងប្រៀបដូចជាសត្វរុយដែលគ្មានក្បាលយ៉ាងនោះដែរឃើញយ៉ាងច្បាស់ថាការប្រែប្រួលនៃធម្មពលអវកាសមួយនោះគឺពិតជាមិនអាចទម្លុះចេញពីទីកន្លែងមួយនេះបាននោះឡើយនៅក្នុងចិត្តរបស់យ៉ាវតាន់គឺបានធ្លាក់ចុះយ៉ាងខ្លាំងក្រោយពេលដែលគេបានមើលឃើញនៅរូបភាពមួយនេះហ៊ុនហ៊ូស៊ឺគ្រួសារត្រកូលយ៉ៅគ្រួសារត្រកូលយៀនក៏ដូចជាគ្រួសារត្រកូលលីគឺបានបង្កើតនៅច្រកទ្វារអវកាសដើម្បីតបភ្ជាប់គ្នារវាងពិភពនៃគ្រួសារទាំង3រួចទៅហើយដូច្នេះហើយប្រសិនបើច្រកទ្វារអវកាសមួយនោះត្រូវបានរលាយបាត់ពួកគេប្រកាសជាបានដឹងអំពីបញ្ហាដែលបានកើតមានឡើងនៅក្នុងគ្រួសារត្រកូលយ៉ៅរបស់យើងជាមិនខានដល់ពេលនោះគ្រួសារត្រកូលគូគឺប្រកាសជាមិនឈរអោបដៃមើលនោះទេប្រសិនបើដំណឹងមួយនេះបានសាយភាយចេញទៅម្យ៉ាងទៀតប្រសិនបើគ្រួសារទាំង4របស់ពួកយើងបានរួមដៃគ្នាវិញនោះគ្រួសារត្រកូលហ៊ុនរបស់ពួកឯងគឺនឹងត្រូវបានកំទេចចោលជាមិនខានបើទោះបីជានៅក្នុងចិត្តរបស់យ៉ាវតាន់បានធ្លាក់ចុះក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរូបគេគឺជាមេដឹកនាំនៃគ្រួសារម្នាក់ហើយដូច្នេះហើយភ្លាមៗនោះគេក៏បានប្រញាប់តាំងស្មារតីឡើងត្រឡប់មកវិញមុនពេលដែលគេបាននិយាយចេញទៅជាមួយនឹងពាក្យសម្ដីធ្ងន់ធ្ងរ ការដែលគ្រួសារត្រកូលហ៊ុនរបស់យើងអាចកម្ចាត់គ្រួសារត្រកូលលីងហើយនិងគ្រួសារត្រកូលស៊ឺដោយមិនឲ្យគ្រួសារត្រកូលគូដឹងបាននោះវាក៏ជារឿងដែលធម្មតានោះទេដែលពួកយើងនឹងអាចកម្ចាត់គ្រួសារត្រកូលយ៉ៅរបស់ពួកឯងឲ្យរលាយបាត់ចេញពីពិភពកម្លាំងធាតុមួយនេះដោយគ្មាននរណាម្នាក់អាចដឹងបាននោះឡើយហើយដូច្នេះហើយ ឯងគុំសង្ឃឹមថាពួកគេនឹងអាចមកជួយឯងបាននោះសម្លេងរបស់ហ៊ុនហ៊ូស៊ឺដែលបានមកលើឡើងគឺប្រៀបដូចជាផ្គររន្ទះក្នុងគណៈពេលដែលពាក្យសម្ដីរបស់គេមួយប្រយោគនោះគឺពិតជាបានវាយប្រហារយ៉ាងខ្លាំងទៅលើស្មារតីដែលមាននៅក្នុងចិត្តរបស់សមាជិកនៃគ្រួសារត្រកូលយ៉ៅទាំងអស់ ជាមួយនឹងឯងតែម្នាក់ឯងអញ្ចឹងឬរាងកាយរបស់យ៉ាវតាន់ក៏បានអណ្ដែតខ្លួនឡើងទៅខាងលើមេឃហើយចំហាយនៃធម្មពលដ៏គួរឲ្យខ្លាចរបស់បរិសុទ្ធប្រយុទ្ធផ្កាយ7ថ្នាក់កំពូលក៏បានសាយភាយចេញមកពីរាងកាយរបស់គេដោយគ្មានការរាំងស្ទះសូម្បីតែបន្តិចណាឡើយហើយសម្ពាធនៃធម្មពលមួយដែលអស្ចារ្យជាងហ៊ុនហ៊ូស៊ឺទៅទៀតនោះក៏ចាប់ផ្ដើមកើតមានឡើងសម្ពាធនៃធម្មពលនៅក្នុងកម្រិតមួយនេះគឺពិតជាស័ក្តិសមណាស់ដែលជាម្ចាស់នៃគ្រួសារមួយបានហើយបន្តមកទៀតក្រោយពេលដែលបានមើលឃើញថាយ៉ាវតាន់បានអណ្ដែតខ្លួនឡើងទៅខាងលើមេឃហើយពួកព្រឹទ្ធាចារ្យក៏ដូចជាមេបកក្រុមជាច្រើនដែលមកពីតំបន់ភូមិភាគកណ្ដាលដែលបានមកចូលរួមនៅក្នុងកម្មវិធីបុណ្យឱសថនៅខាងក្នុងគ្រួសារត្រកូលយ៉ៅនឹងពួកគេក៏បាននិយាយទៅកាន់ហ៊ុនហ៊ូស៊ឺថាទំនាស់រវាងគ្រួសារត្រកូលយ៉ៅជាមួយនឹងគ្រួសារត្រកូលហ៊ុនគឺគ្មានអ្វីដែលតាក់ទងជាមួយនឹងពួកគេនោះទេហើយដូច្នេះហើយពួកគេសង្ឃឹមថាហ៊ុនហ៊ូស៊ឺនឹងព្រមអនុញ្ញាតឲ្យពួកគេចាក់ចេញពីទីកន្លែងនេះដល់នៅថ្ងៃអនាគតពួកគេនឹងតបស្នងសងគុណទៅកាន់ហ៊ុនហ៊ូស៊ឺវិញអញ្ចឹងណាយ៉ាងណាមិញនៅក្នុងគណៈពេលនេះពួកគេគឺពិតជាមានការព្រួយបារម្ភនៅក្នុងចិត្តយ៉ាងខ្លាំងព្រោះថាការរលាយបាត់ទៅនៃគ្រួសារត្រកូលស៊ឺហើយនិងគ្រួសារត្រកូលលីងគឺពិតជាបានធ្វើឲ្យពួកគេទាំងអស់គ្នានឹងអាចយល់បានយ៉ាងច្បាស់ថាពួកគេគឺប្រកាសជាត្រូវស្លាប់នៅទីកន្លែងនេះជាមិនខានប្រសិនបើពួកគេត្រូវបានអូសទាញឲ្យចូលទៅខាងក្នុងរឿងមួយនេះក្រោយពេលដែលបានស្ដាប់ឮដូច្នេះហើយហ៊ុនហ៊ូស៊ឺគេក៏បានបញ្ចេញនៅស្នាមញញឹមយ៉ាងកក់ក្ដៅក្នុងគណៈពេលដែលគេបាននិយាយឡើងថាវាប្រកាសជាបែបនឹងហើយអ្នកដែលមិនមែនជាសមាជិកនៃគ្រួសារត្រកូលយ៉ៅគឺអាចចាក់ចេញពីទីកន្លែងនេះបានហើយគេប្រកាសជានឹងមិនបញ្ឈប់ពួកគេនោះទេក្រោយពេលដែលបានស្ដាប់ឮដូច្នេះហើយពួកមនុស្សទាំងអស់ហ្នឹងពួកគេក៏បាននិយាយថាអរគុណ
នបន្តមកពួកគេក៏មិនបាននិយាយចេញនៅពាក្យសម្ដីអ្វីដែលគ្មានប្រយោជន៍ទៀតនោះដែរបន្ទាប់មកពួកគេក៏បានប្រញាប់បង្វែរខ្លួនមុនពេលដែលពួកគេបានប្រើប្រាស់នៅធម្មពលរបស់ពួកគេទាំងអស់ដើម្បីសម្រុកឆ្ពោះទៅកាន់ច្រកចេញនៃពិភពគ្រួសារត្រកូលយ៉ៅចំណែកឯសៀវយានគេក៏បានជ្រួញចិញ្ចាំបន្តិចផងដែរក្នុងគណៈពេលដែលគេបានសង្កេតមើលទៅកាន់ខ្នងរបស់បុគ្គលដែលកំពុងតែឆ្ពោះសម្ដៅទៅកាន់ច្រកចេញនៃពិភពគ្រួសារត្រកូលយ៉ៅទាំងអស់នោះយ៉ាងណាមិញចាប់តាំងពីគេបានធ្វើការប្រយុទ្ធគ្នាជាមួយនឹងពួកសារនៃព្រលឹងក៏ដូចជាមនុស្សដែលមកពីគ្រួសារត្រកូលហ៊ុនអស់រយៈពេលជាច្រើនដងគេគឺអាចយល់បានយ៉ាងច្បាស់ថាតើមនុស្សដែលមកពីគ្រួសារមួយនោះមានចិត្តកាយសាហាវខ្លាំងដល់ថ្នាក់ណាហើយដូច្នេះហើយវាគឺជារឿងដ៏ពិតប្រាកដដែលគេប្រកាសជាមិនអនុញ្ញាតឲ្យពួកមនុស្សទាំងអស់នោះអាចចាក់ចេញពីទីកន្លែងមួយនេះបាននោះឡើយគ្រាន់តែការគិតមួយនេះបានកើតមានឡើងនៅក្នុងចិត្តរបស់សៀវយានភ្លាមនោះស្រាប់តែមានពន្លឺភ្លើងពណ៌ខ្មៅមួយបានឆាប់ឆេះឡើងនៅឯខាងលើមេឃពីចម្ងាយក្នុងគណៈពេលដែលមានសម្រែកដែលពោពេញទៅដោយការឈឺចាប់វេទនាជាទីបំផុតក៏បានមកលើឡើងចេញមកពីទីកន្លែងមួយនោះទៀតផងបន្តមកមនុស្សគ្រប់គ្នាគឺសិតតែមានចិត្តតក់ស្លុតបន្ទាប់ពីបានមើលឃើញនៅអណ្ដាតភ្លើងពណ៌ខ្មៅដែលបានឆាប់ឆេះឡើងពីលើលំហអាកាសដែលទទេក្នុងគណៈពេលដែលមានពន្លឺភ្លើងពណ៌ខ្មៅបានភ្លឺឡើងនៅពីចម្ងាយនោះនៅទីបំផុតពន្លឺភ្លើងពណ៌ខ្មៅទាំងអស់នោះក៏បានរីករាលដាលទៅកាន់គ្រប់ទិសដៅទាំងអស់មុនពេលដែលវាបានគ្របដណ្ដប់នៅជុំវិញពិភពនៃគ្រួសារត្រកូលយ៉ៅមួយនេះទាំងមូលបន្តមកមនុស្សគ្រប់គ្នាក៏អាចមើលឃើញថាអ្វីៗគ្រប់បែបយ៉ាងដែលនៅជុំវិញខ្លួនប្រាណរបស់ពួកគេក៏បានប្រែទៅជាងងឹតសូនឈឹងអស់តែម្ដងនេះគឺជាអណ្ដាតភ្លើងលេបត្របាក់សៀវយានគឺកំពុងតែបានសម្លឹងមើលទៅកាន់អណ្ដាតភ្លើងពណ៌ខ្មៅដែលកំពុងតែឆាប់ឆេះចេញមកពីលំហអាកាសដែលទទេនោះនៅពេលនេះកែវភ្នែករបស់សៀវយានគឺបានបង្រួមភ្លាមចំណែកឯអាណិតយីដែលស្ថិតនៅខាងក្នុងខ្លួនរបស់គេនោះក៏បានបើកភ្នែករបស់វាឡើងផងដែរបន្តមកវាក៏បានបង្ហាញខ្លួនឡើងសារជាថ្មីម្ដងទៀតផ្ទៃមុខដ៏តូចរបស់វាក៏បានបង្ហាញចេញនូវសភាពគ្រោកគ្រាតផងដែរឃើញយ៉ាងច្បាស់ថាសូម្បីតែវាក៏អាចយល់ដឹងអំពីអារម្មណ៍ដែលគ្រោះថ្នាក់ដ៏ធំមួយនេះផងដែរនៅពេលនេះហ៊ុនហ៊ូស៊ឺគឺកំពុងតែអណ្ដែតខ្លួននៅខាងលើមេឃវាថែមទាំងមានអណ្ដាតភ្លើងពណ៌ខ្មៅដែលប្រៀបបានទៅនឹងសត្វបិសាចដ៏កំណាចមួយក្បាលគឺកំពុងតែបានបង្ហាញខ្លួនឡើងនៅពីខាងក្រោយខ្នងរបស់គេទៀតផងគេបានអោនមុខរបស់គេចុះមុនពេលដែលគេបានបញ្ចេញស្នាមញញឹមមួយទៅកាន់យ៉ាវតាន់បន្តមកគេក៏បានលាដៃរបស់គេឡើងហើយស្នាមញញឹមដែលមាននៅលើផ្ទៃមុខរបស់គេនោះក៏កាន់តែមានភាពចម្លែកយ៉ាងខ្លាំងយ៉ាវតាន់យើងគឺពិតជាមានកិត្តិយសខ្លាំងណាស់ដែលយើងអាចនិយាយប្រាប់ឯងបានថាគ្រួសារត្រកូលយ៉ៅរបស់ឯងនៅពេលនេះគឺបានមកដល់ទីបញ្ចប់ហើយអណ្ដាតភ្លើងពណ៌ខ្មៅគឺបានបិទបាំងនៅពន្លឺព្រះអាទិត្យទាំងមូលហើយនៅជុំវិញបរិវេណមួយនេះទាំងមូលក៏ត្រូវបានគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងមួយនោះផងដែរស្ថិតនៅក្រោមការគ្របដណ្ដប់ដោយអណ្ដាតភ្លើងពណ៌ខ្មៅទាំងអស់នេះមនុស្សគ្រប់គ្នាដែលស្ថិតនៅខាងក្នុងគឺមានអារម្មណ៍ថាកម្លាំងធាតុដែលមាននៅក្នុងខ្លួនរបស់ពួកគេគឺចាប់ផ្ដើមរលាយបាត់ទៅយ៉ាងលឿនជាទីបំផុតស្ថិតនៅក្នុងរូបភាពមួយនេះវាហាក់បីដូចជាមានរបស់អ្វីម្យ៉ាងដែលពួកគេមិនអាចមើលឃើញគឺកំពុងតែបានបន្តស្រូបយកនៅកម្លាំងធាតុចេញពីខ្លួនរបស់ពួកគេជាបន្តយ៉ាងនោះដែរការដែលបានដឹងអំពីហេតុការណ៍ដែលកំពុងតែបានកើតមានឡើងភ្លាមបែបនេះគឺពិតជាបានធ្វើឲ្យមនុស្សដែលមានចំនួនច្រើនរាប់មិនអស់គឺចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងព្រោះថាបើមើលទៅលើពួកមនុស្សដែលបានព្យាយាមចាក់ចេញពីទីកន្លែងនេះនៅពេលមុនឃើញយ៉ាងច្បាស់ថាគ្រួសារត្រកូលហ៊ុនគឺមិនមានបំណងចង់ទុកឲ្យនរណាម្នាក់នៅមានជីវិតចាក់ចេញពីទីកន្លែងនេះបានឡើយហើយដូច្នេះហើយវាក៏បានធ្វើឲ្យជួរភ្នំឱសថមួយនេះទាំងមូលគឺចាប់ផ្ដើមមានភាពច្របូកច្របល់យ៉ាងខ្លាំងនៅក្នុងគណៈពេលនេះយ៉ាងណាមិញមិនមាននរណាម្នាក់ធ្លាប់រំពឹងទុកឡើយថាពិធីបុណ្យឱសថដ៏អស្ចារ្យនៅពេលមុននេះបែរជាមានហេតុការណ៍ដ៏អាក្រក់បានកើតឡើងបែបនេះសោះលោកគ្រូប្រយ័ត្នផងនៅជុំវិញទីកន្លែងនេះទាំងមូលគឺត្រូវបានគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងលេបត្របាក់ទៅហើយហេតុដូច្នេះហើយកម្លាំងធាតុធម្មតាគឺមិនអាចតតាំងជាមួយនឹងវាបាននោះឡើយសៀវយានបានយកដៃរបស់គេដាក់ទៅលើស្មារបស់យ៉ាវឡៅមុនពេលដែលមានអណ្ដាតភ្លើងពណ៌ផ្កាឈូកបានឆាប់ឆេះឡើងហើយក៏បានគ្របដណ្ដប់នៅជុំវិញរាងកាយរបស់ពួកគេទាំងពីរនាក់ចំណែកឯផ្កាឈូកភ្លើងដែលស្ថិតនៅក្នុងកែវភ្នែករបស់គេនោះក៏ចាប់ផ្ដើមបង្វិលខ្លួនយ៉ាងលឿនផងដែរបើតាមក្រសែភ្នែករបស់គេទីកន្លែងមួយនេះនៅក្នុងពេលបច្ចុប្បន្នគឺពោពេញទៅដោយពន្លឺភ្លើងតូចពណ៌ខ្មៅដែលមិនអាចមើលឃើញដោយភ្នែកផ្ទាល់បាននោះឡើយហើយនៅពេលដែលពន្លឺភ្លើងពណ៌ខ្មៅទាំងអស់នោះបានធ្លាក់ទៅលើរាងកាយរបស់មនុស្សណាម្នាក់គឺវានឹងប្រៀបបានទៅនឹងដង្កូវដែលបានចោះចូលទៅខាងក្នុងឆ្អឹងរបស់មនុស្សម្នាក់នោះយ៉ាងនោះដែរបន្ទាប់មកបំណែកនៃអណ្ដាតភ្លើងពណ៌ខ្មៅតូចទាំងអស់នោះនឹងចាប់ផ្ដើមធ្វើការស្រូបយកនៅកម្លាំងធាតុដែលមាននៅក្នុងខ្លួនរបស់ពួកគេហើយនៅពេលដែលត្រូវប្រឈមមុខជាមួយនឹងការស្រូបយកបែបនេះបើទោះបីជាពួកមនុស្សទាំងអស់នោះបានប្រើកម្លាំងធាតុរបស់ខ្លួនឯងដើម្បីគ្របដណ្ដប់នៅពីលើរាងកាយរបស់ពួកគេក៏ដោយក៏វាគ្មានប្រយោជន៍អ្វីនោះដែរព្រោះថាពន្លឺភ្លើងពណ៌ខ្មៅតូចទាំងអស់នោះនឹងរួមបញ្ចូលជាមួយនឹងកម្លាំងធាតុរបស់ពួកគេនៅពេលដែលពន្លឺភ្លើងពណ៌ខ្មៅទាំងអស់នោះបានប៉ះត្រូវទៅនឹងរាងកាយរបស់ពួកគេទាំងអស់នោះពិភពមួយនេះគឺបានបិទចិត្តទៅហើយមើលទៅគ្រួសារត្រកូលហ៊ុនគឺពិតជាមិនមានបំណងចង់ឲ្យនរណាម្នាក់នៅមានជីវិតដើម្បីចាក់ចេញពីទីកន្លែងមួយនេះបាននោះទេយ៉ាឡៅបាននិយាយចេញជាមួយនឹងពាក្យសម្ដីយ៉ាងគ្រោកគ្រាតនៅទីបំផុតពួកមនុស្សទាំងអស់នោះបានធ្វើសកម្មភាពរបស់ពួកគេហើយក្រោយពេលដែលពួកគេបានរក្សានូវភាពស្ងប់ស្ងាត់អស់មួយរយៈពេលមកនេះចំណែកឯចិញ្ចើមរបស់សៀវយានក៏បានជ្រួញយ៉ាងខ្លាំងផងដែរមើលទៅពួកគេគឺពិតជាបានជួបជាមួយនឹងស
សំណាងដ៏អាក្រក់ពិតមែនព្រោះថាពួកគេគឺបានដើរចូលមកខាងក្នុងកណ្ដាប់ដៃរបស់គ្រួសារត្រកូលហ៊ុនដោយខ្លួនឯងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេគឺគ្មានជំរឿននោះទេព្រោះថាបើទោះបីជាពួកគេបានដឹងមុនថាគ្រួសារត្រកូលហ៊ុនបានដាក់គោលដៅមកលើគ្រួសារត្រកូលយ៉ៅក៏ដោយក៏ពួកគេនៅតែមិនអាចនឹកស្មានដល់ឡើយថាគ្រួសារត្រកូលហ៊ុននឹងជ្រើសរើសនៅពេលវេលាមួយនេះដើម្បីធ្វើការវាយប្រហារមកលើគ្រួសារត្រកូលយ៉ៅនោះឡើយហើយបើតាមមើលទៅការសម្ងំលាក់ខ្លួនរបស់ពួកគេនៅក្នុងមួយរយៈពេលកន្លងមកនេះវាប្រកាសជាមានជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាដែលបានកើតមានឡើងនៅក្នុងថ្ងៃនេះជាមិនខានយ៉ាងណាមិញពួកគេក៏បានរក្សានូវភាពស្ងប់ស្ងាត់បែបនេះផងដែរក្រោយពេលដែលគ្រួសារត្រកូលលីងបានរលាយបាត់ទៅបន្តមកគ្រួសារត្រកូលស៊ឺក៏បានរលាយបាត់ទៅម្ដងទៀតហើយពួកគេក៏នៅតែបានរក្សានូវភាពស្ងប់ស្ងាត់របស់ពួកគេសារជាថ្មីម្ដងទៀតផងដែរនៅទីបំផុតពួកគេក៏បានធ្វើការវាយប្រហារមកលើគ្រួសារត្រកូលយ៉ៅនៅក្នុងថ្ងៃនេះហើយដូច្នេះហើយអ្វីៗគ្រប់យ៉ាងគឺសុទ្ធតែជាផែនការរបស់គ្រួសារត្រកូលហ៊ុនទាំងអស់យ៉ាងឡើយបាននិយាយចេញជាមួយនឹងពាក្យសម្ដីដែលមានការខឹងសម្បាបន្តិចព្រោះថារូបគេគឺពិតជាបានខកខានទៅនឹងការវិភាគអំពីបញ្ហាដែលបានកើតមានឡើងទាំងអស់នេះពិតមែនគេធ្លាប់បានគិតថាក្រោយពេលដែលគ្រួសារត្រកូលយ៉ៅគ្រួសារត្រកូលយៀនហើយនិងគ្រួសារត្រកូលលីបានចងជាសម្ព័ន្ធមិត្តហើយនោះខ្សែប្រយុទ្ធរបស់ពួកគេគឺប្រកាសជាបានកើតឡើងជាមិនខានដោយវាហោចណាស់ក៏អាចធ្វើឲ្យគ្រួសារត្រកូលហ៊ុនត្រូវពិចារណាម្ដងហើយម្ដងទៀតមុនពេលដែលពួកគេអាចធ្វើសកម្មភាពអ្វីទៅលើពួកគេទាំង3គ្រួសារបាននោះទោះបីជាយ៉ាងណាក៏ដោយពិតជាមិននឹកស្មានដល់ឡើយថាពួកគេបែរជាមិនអាចរារាំងទៅនឹងល្បិចកលរបស់គ្រួសារត្រកូលហ៊ុនបានបែបនេះសោះអញ្ចឹងទេតើបានជាគ្រួសារត្រកូលហ៊ុនមិនបានបញ្ជូនអ្នកខ្លាំងរបស់ពួកគេមកបាទទោះបីជាសាខារបស់សាលនៃប្រលឹងត្រូវបានកំទេចដោយសម្ព័ន្ធភូមិគ្រឹះមេឃីរបស់ពួកយើងក៏ដោយមើលទៅក្រៅពីពួកគេមានការប្រុងប្រយ័ត្នជាមួយនឹងគ្រួសារត្រកូលគូហើយនោះពួកគេថែមទាំងមានផែនការដើម្បីធ្វើការវាយប្រហារមកលើគ្រួសារត្រកូលយ៉ៅបែបនេះទៀតផងក្រោយពេលដែលបានស្ដាប់ឮបែបនេះហើយសៀវយិនគេក៏បានងក់ក្បាលជាការយល់ព្រមបន្តិចផងដែរយ៉ាងណាមិញក្រោយពេលដែលមានរឿងបែបនេះបានកើតមានឡើងនៅទីបំផុតគេក៏អាចស្រាយនៅចម្ងល់ដែលមាននៅក្នុងចិត្តរបស់គេមួយចំនួនបានហើយគ្រួសារត្រកូលហ៊ុនមិនមែនថាមិនចង់សម្លាប់សៀវយិនចោលនោះទេក៏ប៉ុន្តែដោយសារតែរឿងផ្សេងទៀតវាមានសារៈសំខាន់ជាងនេះតែប៉ុណ្ណោះរវាងការសម្លាប់សៀវយិនហើយនឹងរឿងកំទេចគ្រួសារត្រកូលយ៉ៅជាធម្មតានោះទេដែលគ្រួសារត្រកូលហ៊ុននឹងជ្រើសរើសយកនៅជំរើសចុងក្រោយហើយបើទោះបីជានៅក្នុងកៅភ្នែករបស់សមាជិកនៅក្នុងគ្រួសារត្រកូលហ៊ុនសៀវយិនគឺជាមនុស្សដែលមានធម៌ពលខ្លាំងម្នាក់ក៏ដោយក៏ប៉ុន្តែឥទ្ធិពលរបស់គេនៅតែមិនទាន់អាចប្រៀបស្មើជាមួយនឹងគ្រួសារត្រកូលយ៉ៅបាននោះឡើយតើឥឡូវនេះពួកយើងគួរតែធ្វើអ្វីទៅយ៉ាឡៅបានសួរឡើងដោយពាក្យសម្ដីធ្ងន់ធ្ងរយ៉ាងណាមិញបើសិនជាហេតុការណ៍នៅក្នុងថ្ងៃនេះមិនបានដោះស្រាយឲ្យបានត្រឹមត្រូវនោះទេពួកគេគឺប្រកាសជាជួបជាមួយនឹងគ្រោះថ្នាក់ដ៏ធំជាមិនខានហើយបើយោងទៅតាមធម៌ពលដែលគ្រួសារត្រកូលហ៊ុនអាចកំទេចគ្រួសារត្រកូលលីងហើយនិងគ្រួសារត្រកូលស៊ឺបាននោះវាច្បាស់ណាស់ថាធម៌ពលរបស់ពួកគេគឺវាលើសពីការរំពឹងទុករបស់ពួកគេទៅទៀតអ្វីដែលពួកយើងអាចធ្វើបាននៅក្នុងពេលនេះគឺមានតែរងចាំមើលទៅលើការវិវត្តទៅនៃស្ថានភាពដោយស្ងាត់ៗតែប៉ុណ្ណោះព្រោះថាប្រសិនបើគ្រួសារត្រកូលហ៊ុនពិតជាមានបំណងចង់ធ្វើការវាយប្រហារពិតមែនគ្រួសារត្រកូលយ៉ៅគឺប្រកាសជាតបតទៅវិញជាមិនខានដល់ពេលនោះពួកយើងនឹងស្វែងរកនៅឱកាសដើម្បីចាក់ចេញពីទីកន្លែងមួយនេះឲ្យបានសៀវយិនបាននិយាយឡើងដោយពាក្យសម្ដីធ្ងន់ធ្ងរយ៉ាងណាមិញគេគឺមិនមានមហិច្ឆតាដើម្បីចង់ជួយការពារទៅលើគ្រួសារត្រកូលយ៉ៅនោះឡើយព្រោះថាស្ថានភាពនាពេលបច្ចុប្បន្ននេះសូម្បីតែពួកគេទាំងពីរនាក់ក៏មិនអាចមើលថែខ្លួនរបស់ពួកគេបានផងហើយដូច្នេះហើយតើពួកគេមានពេលឯណាដើម្បីទៅខ្វាយខ្វល់អំពីគ្រួសារត្រកូលយ៉ៅបាននោះហើយដូច្នេះហើយនៅក្នុងថ្ងៃនេះថាតើគ្រួសារត្រកូលយ៉ៅអាចថែរក្សានៅវងត្រកូលរបស់ពួកគេបានឬមួយក៏អត់គឺវាអាស្រ័យទៅលើជោគវាសនារបស់ពួកគេហើយក្រោយពេលដែលបានស្ដាប់ឮដូច្នេះហើយយ៉ាវឡៅគេក៏បានងក់ក្បាលរបស់គេដោយស្ងាត់ៗផងដែរបើទោះបីជាគេក៏ជាសមាជិកម្នាក់របស់គ្រួសារត្រកូលយ៉ៅក៏ដោយក៏ប៉ុន្តែមនោសញ្ចេតនារវាងគេដែលមានចំពោះពួកមនុស្សទាំងអស់នោះគឺពិតជាមានស្ដួចស្ដាងពេកហើយគេអាចនឹងមានអារម្មណ៍មិនល្អបន្តិចបន្តួចនៅពេលដែលគ្រួសារត្រកូលយ៉ៅបានជួបជាមួយនឹងគ្រោះថ្នាក់បែបនេះក៏ប៉ុន្តែគេក៏មិនអាចទាមទារឲ្យសៀវយៀនជួយសង្គ្រោះពួកមនុស្សទាំងអស់នោះបានដែរហើយនោះគឺដោយសារតែសៀវយៀនគឺពិតជាមានសារៈសំខាន់ជាងគ្រួសារដែលមានឈាមត្រជាក់របស់គេឆ្ងាយខ្លាំងណាស់យ៉ាឡៅបានអណ្ដែតខ្លួនឡើងទៅខាងលើអាកាសកៅភ្នែករបស់គេគឺបានសម្លឹងមើលទៅកាន់អណ្ដាតភ្លើងពណ៌ខ្មៅដែលកំពុងតែរីករាលដាលនៅឯជើងមេឃក្នុងខណៈពេលដែលទឹកមុខរបស់គេគឺបានបង្ហាញចេញនូវសភាពស្រអាប់យ៉ាងខ្លាំងព្រោះថាគេគឺអាចមានអារម្មណ៍ទទួលដឹងអំពីចំហាយនៃធម្មពលដ៏ខ្លាំងបំផុតដែលមាននៅខាងក្នុងអណ្ដាតភ្លើងពណ៌ខ្មៅមួយនោះសមាជិកគ្រួសារត្រកូលយ៉ៅទាំងអស់ចាំស្ដាប់ឆាប់ប្រើប្រាស់ក្បួនវេទមន្តគ្រួសារត្រកូលយ៉ៅប្រែកាយយ៉ាវតាន់បានដកដង្ហើមយ៉ាងធំមុនពេលដែលមានសម្រែកដ៏ខ្លាំងមួយត្រូវបានមកលើឡើងគេគឺពិតជាអាចមានអារម្មណ៍ទទួលដឹងអំពីគ្រោះថ្នាក់ដ៏ធំដែលគេមិនធ្លាប់បានជួបកាលពីពេលមុនគ្រោះថ្នាក់ដ៏ធំមួយនេះគឺពិតជាអាចធ្វើឲ្យគេដឹងបានយ៉ាងច្បាស់ថាការរស់រានមានជីវិតនៃគ្រួសារត្រកូលយ៉ៅគឺពិតជាត្រូវបានកំណត់នៅក្នុងថ្ងៃនេះហើយនៅក្នុងចិត្តរបស់សមាជិកនៃគ្រួសារត្រកូលយ៉ៅទាំងអស់គឺបានប្រែទៅជាមានភាពរង្គោះរង្គើយ៉ាងខ្លាំងក្រោយពេលដែលសម្រែកដ៏ខ្លាំងរបស់យ៉ាវតាន់បានមកលើឡើងយ៉ាងណាមិញក្បួនវេទមន្តគ្រួសារត្រកូលយ៉ៅប្រែកាយគឺជាក្បួនវេទមន្តដែលពួកគេមិនធ្លាប់បានប្រើនោះឡើយចាប់តាំងពីសម័យបុរាណមកម្លេះហើយដូច្នេះហើយការដែលបានប្រើប្រាស់វានៅក្នុងថ្ងៃនេះគឺវាអាចបញ្ជាក់បានយ៉ាងច្បាស់ថាតើវានឹងមានគ្រោះថ្នាក់ដ៏ធំ
ំប៉ុណ្ណានឹងត្រូវធ្លាក់មកលើគ្រួសារត្រកូលយ៉ៅរបស់ពួកគេព្រឹទ្ធាចារ្យរបស់គ្រួសារត្រកូលយ៉ៅទាំងអស់គឺបាននាំគ្នាបាញ់ចេញនៅពន្លឺរស្មីជាច្រើនដោយបានបាញ់សម្ដៅទៅកាន់ជួរភ្នំនៅក្នុងគណៈពេលនេះមួយរំពេចនោះជួរភ្នំទាំងមូលក៏ចាប់ផ្ដើមមានភាពរង្គោះរង្គើមុនពេលដែលមានពន្លឺរស្មីធំៗជាច្រើនក៏បានបាញ់ចេញមកពីជួរភ្នំមួយនោះហើយនៅទីបំផុតពួកវាក៏បានប្រទាក់ក្រឡាគ្នាដែលបានបង្កើតទៅជាក្បួនវេទមន្តដ៏ធំមួយចំណែកឯគ្រឿងផ្សំឱសថទាំងអស់ដែលមាននៅជុំវិញបរិវេណនៃជួរភ្នំមួយនេះក៏បានប្រែទៅជាស្វិតស្រពោនអស់ក្រោយពេលដែលក្បួនមួយនេះត្រូវបានបង្កើតឡើងមានរលកនៃធម្មពលដែលមិនចេះអស់គឺបានបាញ់សម្ដៅចូលទៅកាន់ក្បួនវេទមន្តដ៏ធំមួយនោះហើយនៅពេលនេះសមាជិកនៃគ្រួសារត្រកូលយ៉ៅទាំងអស់គឺបានមកប្រមូលផ្ដុំគ្នានៅជុំវិញទីកន្លែងមួយនេះដោយពួកគេគឺបានប្រើប្រាស់កម្លាំងធាតុដែលមាននៅក្នុងខ្លួនរបស់ពួកគេឲ្យคล้ายទៅជាពន្លឺនៃកាំរស្មីមួយមុនពេលដែលពួកគេបានបាញ់ពួកវាសម្ដៅចូលទៅកាន់ក្បួនវេទមន្តដ៏ធំហើយនឹងចម្លែកមួយនោះពន្លឺដែលមាននៅលើក្បួនវេទមន្តដ៏ធំមួយនោះគឺចាប់ផ្ដើមមានពន្លឺកាន់តែខ្លាំងឡើងក្រោយពេលដែលរឿងទាំងអស់នេះត្រូវបានកើនមេឡើងសម្ពាធដ៏គួរឲ្យខ្លាចដែលប្រៀបបានទៅនឹងសត្វនីក្រីកដ៏ធំមួយក្បាលដែលបានដេកលង់លក់អស់រយៈពេលរាប់ពាន់ឆ្នាំក៏ត្រូវបានសាយភាយចេញមកពីក្បួនវេទមន្តមួយនោះមួយរំពេចផងដែរក្រោយពេលដែលសម្ពាធមួយនេះត្រូវបានផ្ទុះឡើងពិភពនៃគ្រួសារត្រកូលយ៉ៅទាំងមូលគឺចាប់ផ្ដើមមានភាពរង្គោះរង្គើយ៉ាងខ្លាំងក្នុងគណៈពេលដែលមានធម្មពលដ៏គួរឲ្យភ័យខ្លាចគឺបានទៅប្រមូលផ្ដុំគ្នានៅឯគ្រប់ផ្នែកទាំងអស់នៃក្បួនវេទមន្តដ៏ធំមួយនោះពិតជាមានសម្ពាធដ៏គួរឲ្យភ័យខ្លាចមែនដោយសារតែខ្លួនឯងគឺជាមនុស្សដែលស្ថិតនៅខាងក្នុងក្បួនវេទមន្តហើយដូច្នេះហើយសូម្បីតែទឹកមុខរបស់សៀវយានក៏បានប្រែទៅជាមានសភាពគ្រោះគ្រាតផងដែរក្នុងគណៈពេលដែលគេបានសម្លឹងមើលទៅកាន់ក្បួនវេទមន្តដ៏ធំដែលមានពន្លឺដ៏ភ្លឺចិញ្ចាចនោះយ៉ាងណាមិញសម្ពាធដ៏អស្ចារ្យបែបនេះគឺជាអ្វីដែលអាចប្រៀបស្មើជាមួយនឹងបរិសុទ្ធប្រយុទ្ធផ្កាយ8បានហើយដូច្នេះហើយឥទ្ធិពលដែលជាមូលដ្ឋានគ្រឹះរបស់គ្រួសារត្រកូលយ៉ៅនេះគឺពិតជាអ្វីដែលមិនអាចមើលស្រាលបាននោះទេនេះគឺជាក្បួនការពាររបស់គ្រួសារត្រកូលយ៉ៅក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាគឺមិនធ្លាប់ត្រូវបានប្រើប្រាស់នោះទេពិតជាមិននឹកស្មានដល់ឡើយថាលើកនេះបែរជាទឹកមុខរបស់យ៉ាវឡៅគឺបានប្រែទៅជាមានសភាពច្របូកច្របល់យ៉ាងខ្លាំងក្នុងគណៈពេលដែលគេបានសម្លឹងមើលទៅកាន់ក្បួនវេទមន្តពន្លឺនៅពេលដែលគេបាននិយាយបន្តទៀតថាមានពាក្យចចាមអារាមបាននិយាយថាក្បួនវេទមន្តដ៏ធំមួយនេះគឺត្រូវបានបង្កើតឡើងដោយបុព្វបុរសដែលបានបង្កើតគ្រួសារត្រកូលយ៉ៅឡើងតាំងពីដំបូងមកម្ល៉េះហើយនៅខាងក្នុងក្បួនវេទមន្តមួយនោះគឺបានបន្សល់ទុកនៅបំណែកធម្មពលព្រលឹងរបស់គាត់ទៀតផងហើយដូច្នេះហើយប្រសិនបើក្បួនមួយនេះត្រូវបានដំណើរការវាប្រកាសជាអាចទប់ទល់ជាមួយនឹងគ្រួសារត្រកូលហ៊ុនបានថាម៉េចបុព្វបុរសដំបូងអញ្ចឹងឬជ្រុងមកខាងនៃកែវភ្នែករបស់សៀវយានបាត់ញាក់យ៉ាងណាមិញអតិភិបតែមួយគត់ដែលត្រូវបានគេហៅថាជាបុព្វបុរសដំបូងនោះគួរតែជាអតិទេពប្រយុទ្ធដែលបានបង្កើតគ្រួសារត្រកូលយ៉ៅមួយនេះឡើងជាមិនខានតើនេះគឺជាក្បួនការពាររបស់គ្រួសារត្រកូលយ៉ៅពួកឯងមែនទេឥទ្ធិពលរបស់វាគឺពិតជាខ្លាំងជាងគ្រួសារត្រកូលលីងហើយនិងគ្រួសារត្រកូលស៊ឺមែនហ៊ុនហ៊ូស៊ឺគឺកំពុងតែបានសម្លឹងមើលទៅកាន់ក្បួនវេទមន្តដ៏ធំដែលកំពុងតែបានកើនឡើងនៅសម្ពាធធម្មពលដ៏អស្ចារ្យមុនពេលដែលគេបានបង្វែរខ្លួននៅចំពោះមុខក្រសែភ្នែករបស់មនុស្សជាច្រើនគូហើយក៏បានធ្វើការអោនគោរពទៅកាន់អណ្ដាប់ភ្លើងពណ៌ខ្មៅដែលប្រៀបបានទៅនឹងសត្វបិសាចដ៏ធំមួយក្បាលដែលកំពុងតែស្ថិតនៅខាងក្រោយខ្នងរបស់គេនោះបន្ទាប់មកពាក្យសម្ដីដែលពោពេញទៅដោយការគោរពរបស់ហ៊ុនហ៊ូស៊ឺក៏ត្រូវបានបន្លឺឡើងថាលោកម្ចាស់អណ្ដាប់ភ្លើងលេបត្របាក់មើលទៅលោកមានតែត្រូវលូកដៃចំពោះបញ្ហាមួយនេះហើយទើបអាចបំបែកនៅស្នូកអណ្ដើករបស់គ្រួសារត្រកូលយ៉ៅមួយនេះបានក្រោយពេលដែលសម្លេងដែលពោពេញទៅដោយការគោរពរបស់ហ៊ុនហ៊ូស៊ឺត្រូវបានបន្លឺឡើងមនុស្សទាំងអស់គ្នាគឺសុទ្ធតែបានមើលឃើញថាអណ្ដាប់ភ្លើងពណ៌ខ្មៅដែលស្ថិតនៅពីខាងក្រោយខ្នងរបស់គេនោះក៏ចាប់ផ្ដើមប្រែទៅជាញ័រដ៏យឺតបន្ទាប់មកអណ្ដាប់ភ្លើងពណ៌ខ្មៅមួយនោះក៏បានគួចឡើងទៅខាងលើមុនពេលដែលវាបានប្រែខ្លួនទៅជារូបរាងរបស់មនុស្សម្នាក់នៅទីបំផុតរូបរាងកាយរបស់មនុស្សម្នាក់នោះក៏បានបង្ហាញខ្លួនឡើងយ៉ាងពេញលេញនៅចំពោះមុខក្រសែភ្នែករបស់មនុស្សដែលមានចំនួនច្រើនរាប់មិនអស់មានអណ្ដាប់ភ្លើងពណ៌ខ្មៅដ៏សន្ធោសន្ធៅបានឆាប់ឆេះឡើងនៅពីលើរាងកាយរបស់មនុស្សម្នាក់នេះក្នុងគណៈពេលដែលមានរូបសញ្ញាដ៏ចម្លែកជាច្រើនក៏បានបង្ហាញឡើងនៅពីលើរាងកាយរបស់គេផងដែរកែវភ្នែកទាំងគូរបស់មនុស្សម្នាក់នោះគឺប្រៀបបានទៅនឹងប្រហោងពណ៌ខ្មៅដែលវាពោពេញទៅដោយធម្មពលស្រូបទាញដ៏គួរឲ្យភ័យខ្លាចនៅពេលនេះរាងកាយរបស់មនុស្សម្នាក់នោះក៏បានកម្រើកមុនពេលដែលគេបានបោះជំហានដើរកាត់លំហអាកាសដែលពោពេញទៅដោយសមុទ្រអណ្ដាប់ភ្លើងពណ៌ខ្មៅក្នុងគណៈពេលដែលជំហានជើងនីមួយៗរបស់គេក៏បានធ្វើឲ្យមានការប្រេះបែកនៃលំហអាកាសហើយក៏បានធ្លាក់ចុះមកខាងក្រោមប្រៀបដូចជាបំណែកកញ្ចក់ដែលត្រូវបានផ្ទុះបែកយ៉ាងនោះដែរបន្ទាប់មករាងកាយរបស់គេក៏បានទៅបង្ហាញខ្លួនឡើងដែលនៅមិនឆ្ងាយប៉ុន្មានពីហ៊ុនហ៊ូស៊ឺនោះឡើយដោយសារតែនៅលើរាងកាយរបស់គេគឺត្រូវបានឆាប់ឆេះឡើងដោយអណ្ដាប់ភ្លើងពណ៌ខ្មៅហើយនៅបរិវេណជុំវិញទីកន្លែងនេះទាំងមូលក៏ពោពេញទៅដោយសមុទ្រអណ្ដាប់ភ្លើងពណ៌ខ្មៅផងដែរនោះទើបបានជាធ្វើឲ្យរាងកាយរបស់គេមើលទៅគឺហាក់បីដូចជាមិនសូវជាច្បាស់ប៉ុន្មាននោះទេក៏ប៉ុន្តែទោះបីជា
ជាយ៉ាងណាក៏ដោយចំហាយនៃធម្មពលដ៏គួរឲ្យភ័យខ្លាចហើយនឹងចម្លែកជាទីបំផុតនោះក៏ចាប់ផ្ដើមកើតមានឡើងនៅជុំវិញបរិវេណទីកន្លែងមួយនេះទាំងមូលក្រោយពេលដែលរាងកាយរបស់គេបានបង្ហាញខ្លួនឡើងបានហើយបន្តមកគេក៏បាននិយាយថាចំហាយនៃអណ្ដាតភ្លើងលេបត្របាក់ដែលមាននៅជុំវិញបរិវេណទីកន្លែងមួយនេះទាំងមូលគឺចាប់ផ្ដើមបញ្ចេញនៅសំឡេងដ៏ចម្លែកក្រោយពេលដែលរាងកាយរបស់មនុស្សអណ្ដាតភ្លើងពណ៌ខ្មៅម្នាក់នោះបានបង្ហាញខ្លួនឡើងដោយមើលទៅពួកវាហាក់បីដូចជាកំពុងតែស្វាគមន៍នៅម្ចាស់របស់ពួកវាដោយការគោរពជាទីបំផុតយ៉ាងនោះដែរកែវភ្នែករបស់សៀវយានគឺបានសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ទៅលើរូបរាងកាយដែលដូចជាបិសាចម្នាក់នោះផងដែរបេះដូងរបស់គេគឺចាប់ផ្ដើមលោតឡើងយ៉ាងខ្លាំងព្រោះបើតាមការយល់ដឹងរបស់គេទៅលើអណ្ដាតភ្លើងឋានសួគ៌គេពិតជាអាចបញ្ជាក់បានភ្លាមៗអំពីអត្តសញ្ញាណរបស់រូបរាងកាយដែលបានបង្ហាញខ្លួននោះថាជាអណ្ដាតភ្លើងលេបត្របាក់យ៉ាងពិតប្រាកដអណ្ដាតភ្លើងលេបត្របាក់នេះពិតជាអាចបង្កើតបានទៅជារូបរាងកាយប្រលឹងរបស់វាមួយមែនចាឡៅបានសម្លឹងមើលទៅកាន់សៀវយានបបោមាត់របស់គេគឺស្ងួតក្នុងគណៈពេលដែលគេបាននិយាយយ៉ាងណាមិញអណ្ដាតភ្លើងលេបត្របាក់ហើយនិងអណ្ដាតភ្លើងផ្កាឈូកបន្សុទ្ធបិសាចគឺជាវត្ថុដែលស្រដៀងនឹងគ្នានៅក្នុងពិភពបិសាចទោះបីជាយ៉ាងណាក៏ដោយអណ្ដាតភ្លើងលេបត្របាក់គឺមានធម្មពលខ្លាំងជាងអណ្ដាតភ្លើងផ្កាឈូកបន្សុទ្ធបិសាចបន្តិចទៀតផងនៅក្នុងពេលនេះគឺពិតជាចំហាយនៃធម្មពលដ៏គួរឲ្យភ័យខ្លាចមែនគេម្នាក់នោះគឺខ្លាំងជាងលោកមេគ្រួសារត្រកូលយ៉ាវតាន់ទៅទៀតសៀវយានបានលិតបបោមាត់របស់ខ្លួនឯងក្នុងគណៈពេលដែលមានព្យុះដ៏កំណាចមួយបានកើតមានឡើងនៅក្នុងចិត្តរបស់គេយ៉ាងណាមិញនេះគឺជាលើកដំបូងហើយដែលគេបានមើលឃើញនៅអណ្ដាតភ្លើងឋានសួគ៌ដែលមានឥទ្ធិពលដ៏អស្ចារ្យបែបនេះមើលទៅអណ្ដាតភ្លើងមួយនេះគឺបានចាប់កំណើតឡើងយូរជាងអណ្ដាតភ្លើងផ្កាឈូកបន្សុទ្ធបិសាចទៅទៀតរាងកាយរបស់មនុស្សដែលប្រៀបបានទៅនឹងអធិរាជបិសាចបានងើបមុខរបស់គេឡើងដោយយឺតៗនៅចំពោះមុខក្រសែភ្នែកដែលពោពេញទៅដោយការភ័យខ្លាចរបស់មនុស្សជាច្រើនរាប់មិនអស់គេបានសម្លឹងមើលទៅកាន់ក្បួនវេទមន្តដ៏ធំដែលពោពេញទៅដោយធម្មពលដ៏មហិមាក្នុងគណៈពេលដែលអណ្ដាតភ្លើងពណ៌ខ្មៅដែលស្ថិតនៅពីលើក្បាលរបស់គេចាប់ផ្ដើមគួចឡើងហើយនៅទីបំផុតវាក៏បានប្រែក្លាយទៅជាដំណក់ទឹកភ្លៀងដែលបានបង្កើតឡើងពីអណ្ដាតភ្លើងពណ៌ខ្មៅក្នុងគណៈពេលដែលវាបានវាយប្រហារទៅកាន់ក្បួនវេទមន្តដ៏ធំពីគ្រប់ទិសដៅទាំងអស់មានអបសរបានហុយឡើងទៅខាងលើក្នុងគណៈពេលដែលភ្លៀងភ្លើងបានធ្លាក់ចុះមកមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចមានអារម្មណ៍ដឹងបានថាធម្មពលដែលមាននៅខាងក្នុងក្បួនវេទមន្តមួយនោះគឺត្រូវបានលេបយកជាបន្តបន្ទាប់ដោយសារតែភ្លៀងភ្លើងទាំងអស់នោះគ្រួសារត្រកូលយ៉ាវប្រសិនបើពួកឯងព្រមចោះចាញ់ពួកឯងអាចនៅមានជីវិតបានព្រោះថាពួកឯងនៅមានប្រយោជន៍ខ្លះសម្រាប់យើងដំណក់ទឹកភ្លៀងដែលបានបង្កើតឡើងពីអណ្ដាតភ្លើងពណ៌ខ្មៅគឺបានធ្លាក់ចុះមកជាបន្តបន្ទាប់ដែលបានធ្វើឲ្យជួរភ្នំពណ៌បៃតងកាលពីពេលមុនឥឡូវនេះបានប្រែទៅជាពណ៌លឿងអស់ទៅហើយដោយវាហាក់បីដូចជាធម្មពលជីវិតដែលមាននៅជុំវិញជួរភ្នំមួយនេះទាំងមូលត្រូវបានលេបយកម្ដងបន្តិចយ៉ាងនោះដែរក្នុងគណៈពេលដែលមានសំឡេងស្អកមួយដែលអាចធ្វើឲ្យនៅក្នុងចិត្តរបស់មនុស្សម្នាក់មានការភ័យខ្លាចបានត្រូវបានបន្លឺឡើងចេញមកពីមាត់របស់បុរសម្នាក់ដែលមានរូបរាងដូចជាអធិរាជបិសាចមួយក្បាលម្នាក់នោះចង់លេបយកគ្រួសារត្រកូលយ៉ាវរបស់យើងវាមិនមែនជារឿងដែលងាយស្រួលនោះទេផ្ទៃមុខរបស់យ៉ាវតាន់គឺបានបង្ហាញចេញនូវការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងគណៈពេលនេះសម្រេចរបស់គេដែលបានបន្លឺឡើងគឺប្រៀបដូចជាផ្គររន្ទះក្នុងគណៈពេលដែលមានកាំរស្មីនៃពន្លឺជាច្រើនក៏ត្រូវបានបាញ់ចេញមកពីគ្រប់ទីកន្លែងទាំងអស់នៃជួរភ្នំមួយនេះក្នុងគណៈពេលដែលពួកវាបានឆ្ពោះសម្ដៅទៅកាន់ក្បួនវេទមន្តរបស់គេដែលនៅខាងលើមេឃតាមរយៈជ្រុងម្ខាងនៃកែវភ្នែករបស់សៀវយានគេអាចមើលឃើញបានយ៉ាងច្បាស់ថាមានគ្រាប់ឱសថទឹកជាច្រើនប្រភេទគឺបានមកប្រមូលផ្ដុំគ្នានៅខាងក្នុងបណ្ដុំនៃពន្លឺរស្មីទាំងអស់នោះមើលទៅគ្រួសារត្រកូលយ៉ាវគឺពិតជាចង់ប្រើប្រាស់នៅទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់នៅក្នុងពេលនេះតែម្ដងក្នុងគណៈពេលនៃការកើនឡើងនៅគ្រាប់ឱសថទឹកទាំងអស់នោះអារម្មណ៍ដ៏មោះមុតមួយក៏ត្រូវបានបង្ហាញចេញតាមរយៈផ្ទៃមុខរបស់យ៉ាវតាន់ផងដែរក្នុងគណៈពេលដែលសម្រេចរបស់គេក៏ត្រូវបានបន្លឺឡើងជាបន្តទៀតថាគ្រាប់ឱសថទាំង 10000 បង្រួមគ្នានៅលើផ្ទៃមេឃហើយក្នុងនាមជាគ្រាប់ឱសថទាំងអស់បព្វបុរសគ្រួសារត្រកូលយ៉ាវដំបងសូមបង្ហាញខ្លួនប៉ាំងដៃរបស់យ៉ាវតាន់បានបង្កើតទៅជារង្វង់វេទមន្តជាច្រើនប្រភេទទឹកមុខរបស់គេគឺបានបង្ហាញចេញនូវកំហឹងក្នុងគណៈពេលដែលគេបានបញ្ចេញសម្រែកយ៉ាងខ្លាំងហើយក្រោយពេលដែលសម្រែករបស់គេត្រូវបានបន្លឺឡើងការគួចឡើងនៅធម្មពលដ៏អស្ចារ្យមួយក៏ត្រូវបានកើតមានឡើងនៅឯចំចំណុចកណ្ដាលនៃក្បួនវេទមន្តដ៏ធំមួយនោះមានចំហាយនៃធម្មពលដែលច្រើនរាប់មិនអស់គឺកំពុងតែបានចូលទៅប្រមូលផ្ដុំគ្នាជាមួយនឹងធម្មពលនៃការគួចមួយនោះហើយស្របពេលជាមួយគ្នានោះផងដែរធម្មពលពីបុរាណក៏ចាប់ផ្ដើមសាយភាយចេញមកពីខ្យល់គួចនៃធម្មពលដែលកំពុងតែបានគួចយ៉ាងខ្លាំងមួយនោះខ្យល់គួចធម្មពលមួយនោះគឺបានបន្តគួចឡើងកាន់តែខ្លាំងមុនពេលដែលវាបានរលាយបាត់ទៅវិញដោយស្ងាត់ក្នុងគណៈពេលដែលមានរូបរាងស្រពេចស្រពិលរបស់ព្រឹទ្ធាចារ្យវ័យចំណាស់ម្នាក់ក៏បានបង្ហាញខ្លួនឡើងដោយយឺតជាមួយនឹងសម្លៀកបំពាក់ឆ្នូតពណ៌សបន្តមកសមាជិកទាំងអស់នៃគ្រួសារត្រកូលយ៉ាវគឺចាប់ផ្ដើមមានអារម្មណ៍ដឹងបានថានៅក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេគឺចាប់ផ្ដើមមានរំញ័រយ៉ាងខ្លាំងក្រោយពេលដែលរូបរាងកាយដ៏ស្រពេចស្រពិលរបស់បុរសវ័យចំណាស់ម្នាក់នោះបានបង្ហាញខ្លួនឡើងសម្ពាធដែលមានដើមកំណើត
ចេញពីខ្សែលោហិតរបស់ពួកគេគឺបានធ្វើឲ្យមនុស្សដែលមានចំនួនច្រើនរាប់មិនអស់ដែលជាសមាជិកនៃគ្រួសារត្រកូលយ៉ៅចាប់ផ្ដើមលុតជង្គង់ចុះជាបន្តបន្ទាប់នៅឯខាងលើកំពូលភ្នំសូមគោរពលោកបុព្វបុរសដំបងពួកព្រឹទ្ធាចារ្យរបស់គ្រួសារត្រកូលយ៉ៅដែលមានចំនួនច្រើនរាប់មិនអស់គឺបាននាំគ្នាលុតជង្គង់ចុះហើយក៏បានបញ្ចេញសម្រែកឡើងនៅពេលដែលមានដំណក់ទឹកភ្នែកបានហូរកាត់ផែនថ្ពាល់របស់ពួកគេព្រោះតែអារម្មណ៍រំភើបដែលមាននៅក្នុងចិត្តស្ថិតនៅក្រោមសម្ពាធនៃខ្សែលោហិតរបស់ពួកគេរាងកាយរបស់មនុស្សម្នាក់នោះគឺប្រៀបបានទៅនឹងអាទិទេពដែលមិនអាចមាននរណាម្នាក់ប៉ះពាល់បានឡើយនៅក្នុងចិត្តរបស់ពួកគេតើនេះគឺជាបំណែកនៃធម្មពលព្រលឹងរបស់បុព្វបុរសដំបូងនៃគ្រួសារត្រកូលយ៉ៅអញ្ចឹងឬសៀវយានបានសម្លឹងមើលទៅកាន់រូបរាងមួយនោះជាមួយនឹងទឹកមុខដ៏ស្រអាប់យ៉ាងណាមិញបើទោះបីជាគេមានធម្មពលព្រលឹងកម្រិតឋានសួគ៌ល្អឥតខ្ចោះក៏ដោយក៏គេនៅតែមានការលំបាកក្នុងការដកដង្ហើមបន្តិចផងដែរនៅពេលដែលគេស្ថិតនៅក្រោមសម្ពាធដ៏គួរឲ្យភ័យខ្លាចបែបនេះគឺជាបំណែកនៃធម្មពលព្រលឹងដែលបានបន្សល់ទុកអស់រយៈពេលជាយូរឆ្នាំណាស់មកហើយពិតជាពិបាកនឹងអាចស្រមៃដឹងណាស់ថាតើឥទ្ធិពលខ្លាំងដល់កម្រិតណាទៅដែលអតិទេពប្រយុទ្ធមាននោះរាងកាយរបស់យ៉ាវឡៅក៏បានប្រែទៅជាញ័របន្តិចផងដែរក្នុងគណៈពេលដែលគេកំពុងតែឈរនៅក្បែរសៀវយានគេបានសម្លឹងមើលទៅកាន់រាងកាយស្រមោលដែលស្ថិតនៅចំកណ្ដាលនៃក្បួនវេទមន្តជាមួយនឹងអារម្មណ៍ដែលពោរពេញទៅដោយការគោរពជាទីបំផុតចំណែកឯកែវភ្នែករបស់ហ៊ុនហ៊ូស៊ឺក៏បានប្រែទៅជាមានសភាពគ្រោកគ្រាតផងដែរក្នុងគណៈពេលដែលគេកំពុងតែឈរនៅលើមេឃសម្ពាធដែលបានបញ្ចេញមកពីរាងកាយមនុស្សគឺពិតជាខ្លាំងដែលមិនអាចប្រៀបផ្ទឹមបានគ្រួសារត្រកូលយ៉ៅនេះគឺពិតជាលំបាកក្នុងការចាត់ការជាងគ្រួសារត្រកូលលីងហើយនិងគ្រួសារត្រកូលស៊ឺមែនក៏ប៉ុន្តែបើទោះបីជាពួកគេខំប្រឹងរើបំរាស់ខ្លាំងយ៉ាងណាក៏ដោយក៏ពួកគេនៅតែពិបាកក្នុងការដែលអាចគេចផុតពីវាសនាដូចគ្នាបានណាអតិទេពប្រយុទ្ធយ៉ាវរាងកាយរបស់មនុស្សដែលដូចជាស្រមោលដែលមានកោវភ្នែកប្រហោងពណ៌ខ្មៅទាំងពីរនោះក៏បានសម្លឹងមើលទៅកាន់រូបរាងកាយដែលបានបង្ហាញខ្លួនឡើងមួយនោះផងដែរក្នុងគណៈពេលដែលគេកំពុងតែឈរនៅក្បែរហ៊ុនហ៊ូស៊ឺបន្តិចក្រោយមកគេក៏បានដកដង្ហើមធំជាមួយនឹងអារម្មណ៍ដ៏ចម្លែកមួយមុនពេលដែលគេបាននិយាយឡើងថាគួរឲ្យស្ដាយដែលអ្នកខ្លាំងកំពូលកាលពីពេលមុនឥឡូវនេះនៅសល់តែបំណែកនៃធម្មពលព្រលឹងតែប៉ុណ្ណោះលោកបុព្វបុរសដំបងសូមលោកជួយសង្គ្រោះគ្រួសារត្រកូលយ៉ៅរបស់ពួកយើងផងយ៉ាវតាន់បានលុតជង្គង់របស់គេចុះមុនពេលដែលគេបាននិយាយចេញជាមួយនឹងពាក្យសម្ដីដែលពោរពេញទៅដោយការគោរពជាទីបំផុតគ្រួសារត្រកូលយ៉ៅបរិះវ័យចំណាស់ដែលស្ថិតនៅខាងក្នុងក្បួនវេទមន្តដ៏ធំមួយនោះគឺកំពុងតែនិយាយរអ៊ូតិចដាក់ខ្លួនឯងយ៉ាងណាមិញជាមួយនឹងលំហូរនៃពេលវេលាដ៏យូរបែបនេះគឺវាបានធ្វើឲ្យការចងចាំដែលនៅសេសសល់បន្តិចបន្តួចដែលមាននៅក្នុងបំណែកនៃធម្មពលព្រលឹងរបស់គេគឺកាន់តែមានភាពស្រពេចស្រពិលខ្លាំងជាងមុនទៅទៀតក៏ប៉ុន្តែវាគឺជាសំណាងល្អផងដែរដែលគេអាចនៅចងចាំបាននៅពេលវេលាមួយដែលគ្រួសារត្រកូលយ៉ៅមួយនេះត្រូវបានបង្កើតឡើងដោយស្នាដៃរបស់គេបន្តមកកៅភ្នែកបុរាណមួយគូរបស់គេក៏បានសម្លឹងមើលទៅកាន់ជុំវិញបរិវេណមួយនោះមុនពេលដែលគេបាននិយាយបន្តតិចទៀតថាមិននឹកស្មានថាវាធ្លាក់ដុនដាបដល់សភាពបែបនេះសោះអារម្មណ៍អៀនខ្មាស់គឺបានកើតមានឡើងនៅលើផ្ទៃមុខរបស់យ៉ាវតាន់ភ្លាមក្រោយពេលដែលគេបានស្ដាប់ឮនៅពាក្យសម្ដីរបស់បុរសវ័យចំណាស់ដែលមានរូបរាងកាយដូចជាស្រមោលម្នាក់នេះយ៉ាងណាមិញបើទោះបីជាជំនាន់នៅក្នុងពេលបច្ចុប្បន្នវាខុសទៅនឹងជំនាន់ដែលមាននៅខាងក្នុងសម័យបុរាណក៏ដោយក៏ប៉ុន្តែគេក៏មិនបានហាមមាត់និយាយកិច្ចវេះពីកំហុសរបស់គេនោះដែរបាទសូមអរគុណចឹងវីដេអូរបស់យើងក៏សូមស្លេះត្រឹមប៉ុណ្ណេះសិនរងចាំតាមដានទស្សនានៅភាគ209ដែលជាភាគបន្តបាទអញ្ចឹងសាច់រឿងនៅក្នុងភាគនេះចេញរឿងយឺតបន្តិចហើយបាទដោយសារតែ admin មានកម្មវិធីរវល់នៅឯផ្ទះអញ្ចឹងណាបាទហើយបងប្អូនមួយចំនួនប្រហែលជាគាត់បានដឹងហើយចំណែកឯបងប្អូនមួយចំនួនទៀតប្រហែលជាមិនបានដឹងនោះទេហើយដូច្នេះហើយទើប admin ប្រាប់ឲ្យដឹងតែម្ដងទៅបាទអញ្ចឹងសូមទោសបងប្អូនខ្លាំងមែនតើដែលទុកឲ្យបងប្អូនចាំយូរអញ្ចឹងណាបាទហើយដូចគ្នាដែរសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពមាត់ធ្មេញបងប្អូនអាចអញ្ជើញទៅត្រួតពិនិត្យព្យាបាលនៅឯពេទ្យធ្មេញខ្មែរធីបានដែលនៅទីនោះគាត់ទទួលព្យាបាលធ្មេញដាក់ធ្មេញពុតធ្មេញដាំបង្គោលធ្មេញហើយនិងសេវាកម្មជាច្រើនផ្សេងទៀតអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាសុខភាពមាត់ធ្មេញសូមកុំភ្លេចពេទ្យធ្មេញខ្មែរធីបានហើយមុននឹងបញ្ចប់វីដេអូ admin ក៏សូមថ្លែងអំណរគុណទៅកាន់បងដែលគាត់បានជួយឧបត្ថម្ភដល់ admin ផងដែរបងប្រុសទី1ក៏មានឈ្មោះថាបងប្រុសសំវិសាលក៏បានឧបត្ថម្ភដល់ admin ចំនួន4680រៀលអរគុណបងប្រុសខ្លាំងមែនទែនបងប្រុសបន្តទៀតក៏មានឈ្មោះថាញ៉ាន់តូក៏បានឧបត្ថម្ភដល់ admin ចំនួន4000រៀលបាទពិតជាអរគុណបងប្រុសខ្លាំងមែនទែនហើយបើសិនជាខ្ញុំនិយាយឈ្មោះរបស់បងប្រុសខុសសូមបងខន្តីអភ័យទោសផងណាបាទហើយក៏សូមអរគុណទៅកាន់បងប្រុសបន្តទៀតដែលគាត់មានឈ្មោះថាបងប្រុសត្រីក៏បានឧបត្ថម្ភដល់ admin ចំនួន1500រៀលពិតជាអរគុណបងប្រុសខ្លាំងមែនទែនចំណែកឯបងប្រុសបន្តទៀតក៏មានឈ្មោះថាបងប្រុសហុងស៊ីហាក៏បានឧបត្ថម្ភដល់ admin ចំនួន2222រៀលអញ្ចឹងគឺពិតជាអរគុណបងប្រុសខ្លាំងមែនតើបាទហើយក៏សូមអរគុណទៅកាន់បងប្រុសបន្តទៀតដែលក៏មានឈ្មោះថាបងប្រុសឡាញ់រ៉ែមក៏បានឧបត្ថម្ភដល់ admin ចំនួន1000រៀលហើយក៏បាននិយាយថាស្ដាប់បងនិទានរឿងកេងលក់3ដងហើយរងចាំបងហើយឈ្មោះតែកេងចោលរឿងទៀតបាត់បាទអញ្ចឹងគឺពិតជាអរគុណបងខ្លាំងមែនតើអត់អីទេដាក់ដេកស្ដាប់ចោលទៅគីឡូស្ដាប់សំឡេង admin អញ្ចឹងទៅកេងលក់សុបិនល្អអញ្ចឹងណាបាទអញ្ចឹងអរគុណបងខ្លាំងមែនតើបាទហើយក៏សូមអរគុណទៅកាន់បងបន្តទៀតដែលក៏មានឈ្មោះថាបញ្ញគូក៏បានឧបត្ថម្ភដល់ admin ចំនួន200រៀលពិតជាអរគុណបងខ្លាំងមែនតើហើយក៏
សូមអរគុណទៅកាន់បងប្រុសបន្តទៀតដែលក៏មានឈ្មោះថាបងប្រុសគង់ពៅក៏បានឧបត្ថម្ភដល់ admin ចំនួន 3000 រៀលពិតជាអរគុណបងប្រុសខ្លាំងមែនតើបាទហើយក៏សូមអរគុណទៅកាន់បងដែលក៏បានជួយឧបត្ថម្ភជាលុយដុល្លារផងដែរដោយបងប្រុសទី1ក៏មានឈ្មោះថារិទ្ធរស្មីក៏បានឧបត្ថម្ភដល់ admin ចំនួន50សេនហើយក៏បាននិយាយថាប៉ៅ admin ញ៉ាំទឹកអំពៅបាទអញ្ចឹងគឺពិតជាអរគុណបងប្រុសខ្លាំងមែនតើបាទហើយក៏សូមអរគុណទៅកាន់បងប្រុសម្នាក់ទៀតផងដែរដែលក៏មានឈ្មោះថាបងប្រុសអ៊ូស៊ីងបាទក៏បានឧបត្ថម្ភដល់ admin ចំនួន47សេនអរគុណបងប្រុសខ្លាំងមែនតើហើយក៏សូមអរគុណទៅកាន់អ្នកចុងក្រោយដែលគាត់គឺជាព្រឹទ្ធាចារ្យនៅក្នុងបករបស់យើងដោយគាត់បានជួយឧបត្ថម្ភដល់ admin ចំនួន$1គឺពិតជាអរគុណលោកព្រឹទ្ធាចារ្យវ៉ាន់ឆាយខ្លាំងមែនតើព្រោះថានៅពេលនោះ admin គឺខ្វះលុយឲ្យបាយគេអញ្ចឹងណាបាទទៅញ៉ាំបាយអត់មានលុយឲ្យគេបាទមែនទេដោយសារតែ admin គឺមាន4900រៀលអញ្ចឹងណាក៏ប៉ុន្តែគឺខ្វះ100ទៀតបាទបាយគេ5000បាទដោយសារ admin ធ្លាប់តែញ៉ាំ4000ដល់ពេលចូលទៅមានអី5000បាទអញ្ចឹងហើយមានតែសួរលោកព្រឹទ្ធាចារ្យនៅក្នុងបកគាត់ក៏បានឧបត្ថម្ភឲ្យ$1តែម្ដងទៅអញ្ចឹងគឺពិតជាអរគុណខ្លាំងមែនតើបាទកុំអីហ្នឹងលាងចានឲ្យគេបាត់ហើយ admin លើដាច់យ៉ៃខ្លាំងមែនតើបាទសូម្បីតែលុយញ៉ាំបាយហ្នឹងក៏អត់មានដែរបាទអញ្ចឹងដូចគ្នាដែរ admin គឺពិតជាអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនតើដែលតែងតែចំណាយនៅពេលវេលាមានតម្លៃមកតាមដានស្ដាប់វីដេអូរបស់ admin ហើយជាពិសេសថែមទាំងបានចំណាយនៅថវិកាផ្ទាល់ខ្លួនដើម្បីឧបត្ថម្ភដល់ admin ទៀតបាទអញ្ចឹងគឺអត់មានអ្វីច្រើនទេគឺមានតែពាក្យជូនពរឲ្យបងប្អូនទាំងអស់គ្នារកទទួលទានមានបានសុខភាពល្អសំណាងល្អប្រកបការងារអ្វីបានសមសម្រេចដោយសេចក្តីប្រាថ្នាទៅណាមកណាមានសុខសុវត្ថិភាពបាទជាពិសេសមានអ្នកស្រឡាញ់រាប់អានច្រើនបាទហើយដូចគ្នាដែរសម្ដីរបស់ admin រៀងស្អកបន្តិចហើយដោយសារតែទើបតែចេញពីបង្រៀនអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមិនប្រកាន់នោះទេយើងចាំជួបគ្នានៅវីដេអូក្រោយបាទបាយបាយ